ខ្ញុំបានរៀបការជាមួយស្ត្រីមេម៉ាយខ្មែរអាយុ60ឆ្នាំមេរបស់ខ្ញុំគឺជាស្ត្រីដែលធាត់ខ្លាំងដើម្បីទទួលបានមរតក100,000 លានរៀលខ្ញុំជាពលករខ្មែរទូទៅម្នាក់ដែលត្រូវបានបង្ខំឲ្យក្លាយជាប្តីបណ្ដោះអាសន្នក្នុងអាពាហ៍ពិពាហ៍ដែលពោរពេញទៅដោយការគំរាមកំហែងនិរទេសនិងល្បិចកលខ្ញុំគ្រាន់តែជាកូនអុកជាឧបករណ៍មួយជីវិតរបស់ខ្ញុំត្រូវបានភ្នាល់រវាងទ្រព្យសម្បត្តិនិងសេចក្តីស្លាប់ខ្ញុំដឹងថានេះគឺជាអន្ទាក់ប៉ុន្តែខ្ញុំគ្មានជម្រើសនៅយប់ដំបូងខ្ញុំញ័ររន្ធត់ដោយការភ័យខ្លាចខណៈនាងនឹងបើកខ្ញុំឈ្មោះចាន់ដាអាយុ28ឆ្នាំហើយខ្ញុំជាពលករខ្មែរដែលមានស្ថានភាពផុយស្រួយដូចធូលីដីនៅលើកម្រាលថ្មម៉ាបដែលខ្ញុំជូតរាល់ថ្ងៃអស់រយៈពេល74ឆ្នាំនៅទីនេះនៅកណ្ដាលភាពហ៊ឺហានៃមជ្ឈិមបូព្រាជីវិតខ្ញុំមិនមានអ្វីក្រៅពីភាពផ្ទុយគ្នាដ៏អស់កលឹបឡើយខ្ញុំរស់នៅក្នុងភាពអស្ចារ្យប៉ុន្តែភាពអស្ចារ្យនោះមិនមែនជារបស់ខ្ញុំទេខ្ញុំជាអ្នកធ្វើការច្រើនមុខជាអ្នកបើកបរដែលដឹកមេទៅហាងគ្រឿងអលង្ការថ្លៃបំផុតហើយ5នាទីក្រោយមកខ្ញុំជាអ្នកសម្អាតដែលលុតជង្គង់ជូតស្នាមភក់នៅសាលទទួលភ្ញៀវដ៏ប្រណីតព្រឹកនេះដូចរាល់ព្រឹកមុនខ្ញុំឈរនៅរានហាលខាងក្រោយវិមានតូចរបស់អ្នកស្រីធីរីខ្យល់វាលខ្សាច់ដ៏ត្រជាក់នៅតែបក់បោកលីឡំជាមួយក្លិនធូបថ្លៃដែលតែងតែហុយចេញពីបន្ទប់ធំកិច្ចការដំបូងរបស់ខ្ញុំគឺត្រូវធានាថារថយន្ត Mercedes-Benz Class ពណ៌ខ្មៅភ្លឺរលោងឥតខ្ចោះខ្ញុំបានលាតខ្នងការងារនេះអាចមើលទៅសាមញ្ញប៉ុន្តែនៅពីក្រោយការជូតក្រណាត់នីមួយមានការភ័យខ្លាចយ៉ាងជ្រៅលិខិតឆ្លងដែននិងកិច្ចសន្យាការងាររបស់ខ្ញុំត្រូវបានរក្សាទុកដោយសុវត្ថិភាពនៅក្នុងទូដែករបស់អ្នកស្រីធីរីប្រសិនបើមានកំហុសបន្តិចបន្តួចលើការងាររបស់ខ្ញុំប្រសិនបើខ្ញុំហ៊ានត្អូញត្អែឬសូម្បីតែបង្ហាញមុខហត់នឿយការគំរាមកំហែងនោះនឹងលេចឡើងអ្នកអាចត្រឡប់ទៅផ្ទះថ្ងៃនេះបាននិរទេសកិច្ចសន្យារបស់អ្នកខ្ញុំនឹងលុបចោលអ្នកស្រីធីរីជាមេរបស់ខ្ញុំហើយក៏ជាចំណុចកណ្ដាលនៃទំនាញដែលច្របាច់ជីវិតខ្ញុំទាំងមូលនាងជាស្ត្រីមេម៉ាយអ្នកមានម្នាក់អាយុ60ឆ្នាំមានទម្ងន់ប្រហែល150គីឡូក្រាមរងការធាត់ខ្លាំងរ៉ាំរ៉ៃដែលធ្វើឲ្យនាងស្ទើរតែមិនអាចដើរបានដោយគ្មានជំនួយខ្ញុំកម្រឃើញនាងតាក់ទងជាមួយអ្នកខាងក្រៅណាស់ជីវិតរបស់នាងឯកោត្រូវបានចំណាយលើសាឡុងវ៉ាវេតក្នុងបន្ទប់ទទួលភ្ញៀវភ្នែកដែលហត់នឿយរបស់នាងសម្លឹងមើលរឿងទូរទស្សន៍ឬសម្លឹងមើលរបាយការណ៍ហិរញ្ញវត្ថុក្រាស់ប៉ុន្តែនៅពីក្រោយភាពស្ងៀមស្ងាត់និងភាពទន់ខ្សោយខាងរាងកាយរបស់នាងលាក់នៅឆន្ទៈដែកដ៏ត្រជាក់ធីរីដឹងច្បាស់ពីអំណាចរបស់នាងដឹងថាខ្ញុំគ្រាន់តែជាក្រដាសមួយសន្លឹកដែលនាងអាចហែកបានគ្រប់ពេលហើយនាងតែងតែប្រើចំណេះដឹងនោះចាន់ដាបន្ទប់ទឹកខ្ញុំសំឡេងស្អកនិងជ្រៅរបស់នាងបន្លឺចេញពីអ៊ីនធឺខំខ្ញុំក៏ទម្លាក់ក្រណាត់ភ្លាមហើយប្រញាប់ចូលបន្ទប់ទឹកឯកជនរបស់នាងដែលមានទំហំប៉ុនបន្ទប់ដេករបស់ខ្ញុំនៅភ្នំពេញបន្ទាប់ពីនាងងូតទឹករួចកិច្ចការនេះជាកិច្ចការដែលធ្វើឲ្យខ្ញុំមានអារម្មណ៍អាម៉ាស់បំផុតមិនមែនដោយសារភាពខ្វក់ទេប៉ុន្តែដោយសារនាងតែងតែទុករបស់ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមិនលើសពីស្រមោចខ្ញុំត្រូវសម្អាតកៅអីងូតទឹកពិសេសជូតកម្រាលថ្មម៉ាបដែលសើមនឹងធានាថាគ្មានសរសៃសក់សឡើយពេលខ្ញុំកំពុងលុតជង្គង់ជូតជ្រុងអាងងូតទឹកធីរីក៏លេចមុខនៅមាត់ទ្វារដោយគិលានុបដ្ឋាយិកាផ្ទាល់ខ្លួនរបស់នាងរុញនាងសម្លឹងមកខ្ញុំការសម្លឹងនោះទេស្អាតនិងមើលងាយដូចជាខ្ញុំជាផ្នែកមួយនៃគ្រឿងសង្ហារឹមចាន់ដានាងនិយាយសំឡេងរបស់នាងទន់ភ្លន់ជាងធម្មតាដែលធ្វើឲ្យខ្ញុំតានតឹងភាពទន់ភ្លន់របស់ធីរីតែងតែនាំមុខព្យុះយប់នេះបន្ទាប់ពីមនុស្សគ្រប់គ្នាដេកលក់សូមមកបន្ទប់ធ្វើការរបស់ខ្ញុំមានរឿងសំខាន់ដែលយើងត្រូវនិយាយនាងមិនបានរងចាំចម្លើយរបស់ខ្ញុំទេគិលានុបដ្ឋាយិកានោះក៏រុញរទេះរុញរបស់នាងចេញភ្លាមទុកឲ្យខ្ញុំនៅម្នាក់ឯងជង្គង់របស់ខ្ញុំនៅតែជាប់នឹងកម្រាលឥតត្រជាក់ខ្ញុំបានក្រោកឈរដោយមានអារម្មណ៍ថាបេះដូងរបស់ខ្ញុំលោតញាប់ដោយមិនស្រួលមានរឿងសំខាន់អ្វីទៀតការកាត់ប្រាក់ខែកិច្ចការបន្ថែមដែលកាន់តែគួរឲ្យខ្ពើមតែងតែមានអ្វីបាត់បង់ពីខ្ញុំរាល់ពេលនាងនិយាយពាក្យសំខាន់ល្ងាចនោះមានអារម្មណ៍ដូចកៅស៊ូដែលត្រូវបានទាញនឹងលាតខ្ញុំបានបញ្ចប់ការងារដោយគ្មានកំហុស
ប៉ុន្តែគំនិតរបស់ខ្ញុំនៅតែវិលវល់តើនេះជាការបញ្ចប់កិច្ចសន្យារបស់ខ្ញុំឬតើនាងបានរកឃើញហេតុផលដើម្បីបញ្ជូនខ្ញុំទៅផ្ទះដោយគ្មានសំណងឬខ្ញុំនឹកឃើញមុខម្ដាយនៅភូមិខ្ញុំមិនអាចត្រឡប់ទៅវិញដោយដៃទេឡើយវេលាម៉ោង11យប់ចំថ្ងៃផ្ទះទាំងមូលបានរុំព័ទ្ធដោយភាពស្ងៀមស្ងាត់ដ៏ក្រាស់និងសម្បូរអំពូលគ្រីស្តាល់បានបន្ថយពន្លឺចុះដោយបន្សល់ទុកតែស្រមោលវែងនិងត្រជាក់ខ្ញុំដើរទៅបន្ទប់ធ្វើការរបស់ធីរីរាល់ជំហានរបស់ខ្ញុំលើកម្រាលព្រំពេមានអារម្មណ៍ដូចជាការផ្ទុះក្នុងភាពស្ងៀមស្ងាត់បន្ទប់ធ្វើការរបស់ធីរីងឹតពន្លឺតែមួយគត់គឺចង្គៀងតុបុរាណនាងអង្គុយនៅទីនោះពីក្រោយតូឈើម៉ាហាហ្គូនីដ៏ធំដូចរូបចម្លាក់ដែលរុំដោយសូត្រថ្លៃនៅពីមុខនាងមានឯកសារក្រាស់ពីសន្លឹកអង្គុយច័ន្ទដាបញ្ជារបស់នាងលើកនេះសំឡេងរបស់នាងខុសគ្នាទាំងស្រុងមានភាពបន្ទាន់ដែលលាក់បាំងខ្ញុំអង្គុយលើកៅអីរឹងទល់មុខនាងដង្ហើមរបស់ខ្ញុំជាប់ក្នុងទ្រូងខ្ញុំត្រៀមខ្លួនទទួលដំណឹងអាក្រក់បំផុតត្រៀមខ្លួនអង្វរឲ្យនាងគុំលុបចោលកិច្ចសន្យារបស់ខ្ញុំធីរីអង្គុយអន់ទៅមុខចលនាដែលជាក់ស្ដែងធ្វើឲ្យនាងឈឺចាប់ហើយសម្លឹងត្រង់ភ្នែកខ្ញុំក្នុងការសម្លឹងនោះខ្ញុំបានឃើញពន្លឺដែលលែងជាការមើលងាយទៀតហើយប៉ុន្តែជាការកញ្ញាដ៏ឃោរឃៅខ្ញុំមិនមានពេលច្រើនទេនាងខ្សឹបសំឡេងរបស់នាងស្ទើរតែគ្មានសំឡេងគ្រួសាររបស់ខ្ញុំនឹងបំផ្លាញខ្ញុំភ្លាមនៅពេលខ្ញុំស្លាប់ពួកគេស្រែកឃ្លានពួកគេលោភលន់មរតក1000លានរៀលនោះត្រូវតែរក្សាទុកខ្ញុំនៅស្ងៀមដោយឆ្ងល់នេះមិនមែននិយាយពីកិច្ចការរបស់ខ្ញុំក្នុងការសម្អាតបង្គន់ទេយប់នេះច័ន្ទដានាងបន្តដោយចង្អុលទៅឯកសារមួយអ្នកនឹងចុះហត្ថលេខាលើនេះគឺជាលិខិតអាពាហ៍ពិពាហ៍សេរីយើងនឹងរៀបការដោយសម្ងាត់អ្នកនឹងក្លាយជាប្តីរបស់ខ្ញុំពិភពលោករបស់ខ្ញុំបានឈប់វិលខ្ញុំសម្លឹងមើលនាងបន្ទាប់មកមើលឯកសារនោះសំណើចគ្មានសំឡេងមួយបានជាប់ក្នុងបំពង់របស់ខ្ញុំពលករខ្មែរទូទៅម្នាក់រៀបការជាមួយស្ត្រីមេម៉ាយធាត់អ្នកមាននេះជាសុបិនអាក្រក់បែបកំ pl ែងមួយដែលកើតឡើងពិតអ្នកស្រីធីរីខ្ញុំមិនយល់ទេខ្ញុំនិយាយសំឡេងរបស់ខ្ញុំស្អកអ្នកមិនចាំបាច់យល់ទេនាងកាត់សម្ដីយ៉ាងមុតស្រួចត្រឡប់ទៅរកភាពឃោរឃៅរបស់នាងវិញអ្នកគ្រាន់តែត្រូវស្ដាប់បង្គាប់ហេតុផលគឺសាមញ្ញនិងឃោរឃៅច័ន្ទដាដើម្បីរក្សាអាថ៌កំបាំងគ្រួសារនិងធានាទ្រព្យសម្បត្តិមរតកអ្នកជាមនុស្សក្រៅចំណូលថ្មីបុរសក្មេងដែលមានសុខភាពល្អហើយអ្វីដែលសំខាន់បំផុតគឺអ្នកភ័យស្រួយពួកគេជាគ្រួសាររបស់ខ្ញុំនិងមិនដែលសង្ស័យថាខ្ញុំកំពុងប្រើឧបករណ៍ដែលមានឋានៈទាបដូចអ្នកដើម្បីឈ្នះការប្រកួតនេះឡើយបន្ទាប់មកការគំរាមកំហែងនោះបានមកដល់យ៉ាងត្រជាក់និងស្លាប់នាងបានរុញឯកសារនោះមកមុខខ្ញុំជាមួយប៊ិចប្រសិនបើអ្នកបដិសេធនាងនិយាយថាលិខិតឆ្លងដែននិងកិច្ចសន្យារបស់អ្នកខ្ញុំនឹងបញ្ជូនទៅអន្តោប្រវេសន៍នៅព្រឹកស្អែកអ្នកនឹងត្រឡប់ទៅផ្ទះវិញក្នុងឋានៈជាជនរត់គេចខ្លួនឬនិរទេសប្រសិនបើអ្នកចុះហត្ថលេខាអ្នកនឹងទទួលបានការការពារពីច្បាប់និងទ្រព្យសម្បត្តិដែលអ្នកមិនដែលនឹកស្មានដល់ប៉ុន្តែចាំថាអ្នកជាឧបករណ៍ហើយឧបករណ៍អាចបោះចោលបានគ្រប់ពេលនៅលើតុក្រោមពន្លឺស្រអាប់ពេជ្រនោះមានអារម្មណ៍ថាធ្ងន់ដូចថ្មភ្នោខ្ញុំមើលទៅក្រៅបង្អួចមេឃងឹតហើយគ្មានផ្កាយខ្ញុំជាប់ក្នុងទ្រង់មាសនេះរវាងជម្រើសដ៏ជូរចត់ពីការបំផ្លិចបំផ្លាញភ្លាមឬការឈឺចាប់យូរជាងនេះជាមួយនឹងការសន្យានៃឱកាសដ៏គ្រោះថ្នាក់ខ្ញុំបានយកប៊ិចនោះបេះដូងខ្ញុំលោតញាប់វាយទ្រូងខ្ញុំបានចុះហត្ថលេខាលើវាយប់នោះក្នុងនាមជាពលករខ្មែរទូទៅខ្ញុំបានក្លាយជាប្តីដែលត្រូវបានលក់ដូរជាផ្លូវការកូនអុកដែលគ្មានន័យក្នុងហ្គេម100,000 លានរៀលដែលទើបតែចាប់ផ្ដើមខ្ញុំគិតថានេះជាការចាប់ផ្ដើមនៃការឈឺចាប់គ្មានទីបញ្ចប់ប៉ុន្តែខ្ញុំមិនទាន់ដឹងថាខ្ញុំខុសប៉ុណ្ណាទេពេជ្ររបស់ខ្ញុំបានបន្សល់ទុកស្នាមលើក្រដាសអាពាហ៍ពិពាហ៍សេរីនោះស្នាមដែលសម្គាល់មិនត្រឹមតែការបញ្ចប់ស្ថានភាពរបស់ខ្ញុំក្នុងនាមជាពលករធម្មតាប៉ុណ្ណោះទេប៉ុន្តែក៏ជាការចាប់ផ្ដើមនៃជីវិតរបស់ខ្ញុំដែលចម្លែកបំផុតអាម៉ាស់បំផុតនិងគ្រោះថ្នាក់បំផុតខ្ញុំឥឡូវជាប្តីរបស់ស្ត្រីមេម៉ាយធីរីជារឿងកំ pl ែងដែលត្រូវបានឆ្លាក់លើឯកសារច្បាប់សម្ងាត់បន្ទាប់ពីខ្ញុំចប់ធីរីក៏យកប៊ិចនោះមកវិញមុខរបស់នាងមិនបានបង្ហាញអារម្មណ៍អ្វីឡើយមិនមែនជាការធូរស្រាល
មិនមែនជាក្តីស្រឡាញ់គឺមានតែការពេញចិត្តដែលបានកញ្ញានាងបានទទួលឧបករណ៍របស់នាងហើយចាប់ពីថ្ងៃស្អែកទៅនាងនិយាយសំឡេងរបស់នាងត្រឡប់មកស្អប់វិញអ្នកនឹងផ្លាស់ប្ដូរទីតាំងចេញពីបន្ទប់ដេកចាស់របស់អ្នកនឹងស្នាក់នៅបន្ទប់ភ្ញៀវនៅស្លាបខាងត្បូងក្បែរបន្ទប់ធ្វើការរបស់ខ្ញុំអ្នកនឹងលែងបម្រើជាអ្នកបើកបរឬអ្នកសម្អាតទៀតហើយកិច្ចការរបស់អ្នកឥឡូវនេះគឺក្លាយជាប្តីរបស់ខ្ញុំពាក្យថាប្តីនោះមានអារម្មណ៍ថាចម្លែកណាស់មិនពិតពេលនាងនិយាយតើខ្ញុំអាចក្លាយជាប្តីដោយរបៀបណាខ្ញុំជាអ្នកបម្រើដែលត្រូវបានបង្ខំឲ្យឡើងឋានៈជារបស់តាំងកិច្ចការរបស់អ្នកធារីបន្តដោយអន់ខ្លួនបន្តិចគឺត្រូវបង្ហាញខ្លួនអង្គុយនៅស្ងៀមហើយអ្វីដែលសំខាន់បំផុតគឺត្រូវបានគ្រួសារមើលឃើញខ្ញុំទើបតែដឹងថាស្ថានភាពអាពាហ៍ពិពាហ៍នេះមិនមែនដើម្បីភាពងាយស្រួលរបស់ធារីទេប៉ុន្តែដើម្បីជាការសម្ដែងសម្រាប់អ្នកខាងក្រៅជាពិសេសគ្រួសាររបស់នាងយប់នោះខ្ញុំវេចខ្ចប់វ៉ាលីតូចពីរនិងសម្លៀកបំពាក់ថោកប៉ុន្មានកញ្ចប់ផ្លាស់ប្ដូរពីបន្ទប់តូចងឹតនិងមានក្លិនទឹកសម្អាតនៅតំបន់បុគ្គលិកទៅបន្ទប់ភ្ញៀវដ៏ប្រណីតជាមួយបន្ទប់ទឹកថ្មម៉ាប់និងទេសភាពអាំងហែទឹកខ្ញុំដេកលើពូកទុននោះប៉ុន្តែភ្នែករបស់ខ្ញុំបើកធំខ្ញុំមិនមានអារម្មណ៍ថាមានភាពហឺហាទេខ្ញុំមានអារម្មណ៍ថាមានអន្ទាក់ព្រឹកស្អែកភាពវឹកវរបានចាប់ផ្ដើមធារីដែលជាធម្មតាលាក់ខ្លួនក្នុងបន្ទប់របស់នាងបានសុំគិលានុបដ្ឋាយិកាឲ្យរុញនាងទៅបន្ទប់ទទួលទានអាហារពេលព្រឹកហើយខ្ញុំដែលជាធម្មតាញ៉ាំយ៉ាងប្រញាប់នៅផ្ទះបាយខ្វក់ត្រូវបានបង្ខំឲ្យអង្គុយនៅកៅអីដែលពីមុនតែងតែទេនៅខាងស្ដាំដៃរបស់នាងគ្រូសាធារីដែលម្ដងម្កាលមកលេងក្មួយប្រុសស្រីសំខាន់ពីរអ្នកសុធានិងលីដាព្រមទាំងគ្រួសាររបស់ពួកគេបានចូលរួមព្រឹកនោះពួកគេជាអភិជនដែលរុំដោយអាវសូត្រនិងភាពឆ្មើងឆ្មៃសុធាគឺជាបុរសវ័យកណ្ដាលដែលស្ងប់ស្ងាត់តែមានភ្នែកត្រជាក់លីដាគឺជាស្ត្រីដែលមានថាមពលដែលតែងតែមើលទៅដូចជាកំពុងលួចអ្វីគ្រប់យ៉ាងពីមនុស្សគ្រប់រូបពេលពួកគេចូលមកពួកគេនៅស្ងៀមភ្នែករបស់ពួកគេសម្លឹងមកខ្ញុំបន្ទាប់មកមើលខ្ញុំនិងធារីឆ្លាស់គ្នានេះជាអ្នកណាមីងសុធាសួរសំឡេងរបស់គាត់គួរសមប៉ុន្តែសំឡេងរបស់គាត់ត្រជាក់ដូចដែកធារីញឹមដែលកម្រស្ដើងហើយជាក់ស្ដែងជាការក្លែងបន្លំគាត់គឺជាចាន់ដាគាត់បានមើលថែខ្ញុំយ៉ាងល្អចាប់ពីថ្ងៃនេះទៅគាត់នឹងរស់នៅទីនេះក្នុងនាមជាអ្នកថែទាំផ្ទាល់ខ្លួនថ្មីរបស់ខ្ញុំនាងមិនបាននិយាយពីអាពាហ៍ពិពាហ៍នោះទេមិនទាន់ទេនោះជាយុទ្ធសាស្ត្រដំបូងការណែនាំយឺតដើម្បីឲ្យគ្រាប់ពូជនៃការសង្ស័យលូតលាស់លីដាដែលជាអ្នកប្រតិកម្មលឿនបំផុតបានដើរមកមុខហើយសម្លឹងមើលខ្ញុំពីក្បាលដល់ចុងជើងការសម្លឹងរបស់នាងគឺជាការលីឡំគ្នានៃការមើលងាយនិងការខ្ពើមម្អើមយ៉ាងខ្លាំងអ្នកថែទាំមិនមែនគាត់ជាអ្នកបើកបរដែលសម្អាតបន្ទប់ទឹកផងទេឬនាងសួរសំឡេងរបស់នាងត្រូវបានធ្វើឲ្យលឺខ្លាំងដើម្បីឲ្យអ្នកបម្រើទាំងអស់ដែលដើរកាត់ឬខ្ញុំមានអារម្មណ៍ថាមុខរបស់ខ្ញុំក្តៅឡើងការអាម៉ាស់នេះមានអារម្មណ៍ដូចជាការទះកំភ្លៀងនៅទីសាធារណៈប៉ុន្តែខ្ញុំត្រូវចាំបញ្ជារបស់ធារីត្រូវបង្ហាញខ្លួនហើយនៅស្ងៀមខ្ញុំអន់ក្បាលគាត់ត្រូវបានដំឡើងឋានៈរួចហើយលីដាធារីនិយាយដោយផឹកតែរបស់នាងគាត់មានតម្លៃពេកសម្រាប់តែការបើកបរអំឡុងពេលអាហារពេលព្រឹកនោះខ្ញុំញ៉ាំដោយមិនមានអារម្មណ៍អ្វីឡើយអាហារដ៏ប្រណីតលើចានរបស់ខ្ញុំមានអារម្មណ៍ដូចធូលីដីខ្ញុំត្រូវបានគេប្រព្រឹត្តដូចជារបស់តាំងឬប្រហែលជាត្រឹមត្រូវជាងនេះទៅទៀតដូចជាឆ្កែចិញ្ចឹមថ្មីដែលត្រូវបានអនុញ្ញាតឲ្យញ៉ាំអាហារនៅតុអាហារធំភ្លាមសុធានិងលីដាបន្តខ្សឹបខ្សៀវភ្នែករបស់ពួកគេម្ដុំការលួចមើលមកខ្ញុំដូចជាព្យាយាមវាស់ស្ទង់ថាខ្ញុំជាការគំរាមកំហែងធំប៉ុណ្ណាចំនួនពិតប្រាកដបានចាប់ផ្ដើមនៅពេលថ្ងៃត្រង់ធារីបានសុំឲ្យខ្ញុំអមនាងអង្គុយក្នុងសួនច្បារលីដាក៏ដើរមកជិតខ្ញុំពេលខ្ញុំកំពុងរៀបចំខ្នើយឲ្យធារីស្ដាប់ខ្ញុំចាន់ដានាងខ្សឹបមកជិតខ្ញុំរហូតដល់ខ្ញុំអាចធំក្លិនទឹកអប់ថ្លៃរបស់នាងដែលជាក្លិនយ៉ាងខ្លាំងយើងដឹងថាអ្នកជានរណាពលករខ្មែរយើងដឹងពីឋានៈរបស់អ្នកនៅទីនេះកុំគិតថាអ្នកអាចទាញយកផលប្រយោជន៍ពីសេចក្តីសប្បុរសរបស់មីងខ្ញុំអ្នកគ្រាន់តែជាសម្រាមដែលគាត់រើសប្រសិនបើអ្នកហ៊ានលួចមួយកាក់សំបីតែមួយកាក់
ឬព្យាយាមបោកប្រាស់ភាពទន់ខ្សោយរបស់គាត់យើងនឹងធានាថាអ្នកមិនត្រឹមតែត្រូវបណ្ដេញចេញប៉ុណ្ណោះទេប៉ុន្តែក៏ត្រូវនិរទេសនិងជាប់ពន្ធនាគារផងដែរយើងមានទំនាក់ទំនងការគំរាមកំហែងនោះគឺពិតណាស់រហូតដល់ខ្ញុំអាចមានអារម្មណ៍ភ័យខ្លាចត្រជាក់រាលដាលពេញខ្នងស្ថានភាពរបស់ខ្ញុំក្នុងនាមជាពលករខ្មែរគឺជាភាពទន់ខ្សោយដ៏ធំបំផុតរបស់ខ្ញុំគ្មានអំណាចចរចាទេលិខិតឆ្លងដែនដែលធីរីកាន់មិនមែនត្រឹមតែជាកូនសោទៅរកសេរីភាពរបស់ខ្ញុំទេប៉ុន្តែក៏ជាអាវុធដ៏ល្អឥតខ្ចោះផងដែរពេលយប់មកដល់ធីរីបានហៅខ្ញុំម្ដងទៀតទៅបន្ទប់ធ្វើការរបស់នាងមុខរបស់នាងលើកនេះមើលទៅហត់នឿយជាងពួកគេចាប់ផ្ដើមសង្ស័យនាងនិយាយភ្នែករបស់នាងសម្លឹងមើលឯកសារដែលនេះល្អប៉ុន្តែមិនគ្រប់គ្រាន់ទេបន្ទាប់មកនាងបានបង្ហាញផ្នែកទី2នៃផែនការរបស់នាងអាពាហ៍ពិពាហ៍នេះត្រូវតែចុះបញ្ជីជាផ្លូវការភ្លាមតាមរយៈការិយាល័យកិច្ចការសាសនាទោះបីជានៅតែរក្សាការសម្ងាត់ពីគ្រួសារធំក៏ដោយអ្នកត្រូវតែមានការការពារផ្នែកច្បាប់ដែលរឹងមាំជាងបន្តិចនោះនឹងធ្វើឲ្យពួកគេគិតពីរដងមុននឹងប្រើការចោទប្រកាន់មិនពិតនាងពន្យល់ហេតុអ្វីអ្នកប្រថុយទាំងអស់នេះសម្រាប់ខ្ញុំសួរធ្វើឲ្យខ្លួនឯងក្លាហានធីរីសម្លឹងមកខ្ញុំយូរការបញ្ចេញមតិរបស់នាងទុនចុះបន្តិចហើយត្រឡប់មករឹងវិញមិនមែនសម្រាប់អ្នកទេចាន់ដាតែសម្រាប់ខ្ញុំនាងឆ្លើយយ៉ាងត្រជាក់ខ្ញុំត្រូវការនរណាម្នាក់ដែលពួកគេនឹងមិនដែលសង្ស័យថាជាអ្នកស្នងមរតកនរណាម្នាក់ដែលមានឋានៈទាបរហូតដល់វត្តមានរបស់គាត់ក្នុងឆន្ទៈនឹងក្លាយជាការទះកំភ្លៀងយ៉ាងខ្លាំងទៅលើមុខរបស់ពួកគេនរណាម្នាក់ដែលអាចក្លាយជាសាក្សីចំពោះភាពស្អុយរលួយទាំងអស់ដែលពួកគេបានធ្វើអស់ជាច្រើនឆ្នាំហើយនោះគឺជាអ្នកប្រយោគនោះថានរណាម្នាក់ដែលមានឋានៈទាបបានវាយខ្ញុំខ្លាំងជាងការគំរាមកំហែងនិរទេសរបស់លីដាទៅទៀតខ្ញុំមិនមែនជាគូស្វាមីភរិយាទេខ្ញុំជាការចំអកខ្ញុំជាភស្តុតាងជាក់ស្ដែងថាធីរីស្អប់គ្រួសាររបស់នាងប៉ុណ្ណារហូតដល់សុកចិត្តប្រើជនបរទេសដែលមានឋានៈទាបដូចខ្ញុំជាមធ្យោបាយសងសឹកខ្ញុំជាប់នៅម្ខាងនៃការគំរាមកំហែងនិរទេសនិងជាប់ពន្ធនាគារពីគ្រួសារលីដានៅម្ខាងទៀតខ្ញុំជាប់ចំណងនៃឋានៈជាប្តីនឹងការអាម៉ាស់ពីធីរីខ្ញុំមានអារម្មណ៍ថាត្រូវបានច្របាច់ត្រូវបានប្រើប្រាស់និងត្រូវបានគេអាម៉ាស់ខ្ញុំជាកូនអុកដែលគ្មានតម្លៃខ្ញុំដកដង្ហើមវែងខ្ញុំត្រូវតែរស់រានមានជីវិតខ្ញុំមិនអាចរត់គេចបានទេការរត់គេចមានន័យថាបាត់បង់អ្វីគ្រប់យ៉ាងរួមទាំងលិខិតឆ្លងដែនរបស់ខ្ញុំត្រូវតែដើរតួជាប្តីដែលថោកទាបខណៈដែលកំពុងស្វែងរកឱកាសស្វែងរកតម្រុយហេតុអ្វីធីរីជ្រើសរើសវិធីដ៏ឃោរឃៅនេះដើម្បីធានាទ្រព្យសម្បត្តិមរតករបស់នាងយប់នោះខ្ញុំបានប៉ះចិញ្ចៀនដែកដែលធីរីបង្ខំឲ្យខ្ញុំពាក់នៅម្រាមដៃរបស់ខ្ញុំពេលចុះហត្ថលេខាលើឯកសារត្រជាក់ធ្ងន់និងមានអារម្មណ៍ដូចជាចំណងខ្ញុំដឹងថាការឈឺចាប់របស់ខ្ញុំទើបតែចាប់ផ្ដើមហើយល្បែងអំណាចនេះធំជាងនេះឆ្ងាយនឹងឃោរឃៅជាងអ្វីដែលខ្ញុំធ្លាប់ស្រមៃទៅទៀតចិញ្ចៀនដែកដែលរុំព័ទ្ធម្រាមដៃនាងមានអារម្មណ៍ដូចចំណងអចិន្ត្រៃយ៍វាមិនភ្លឺរលោងទេគ្មានត្បូងពេជ្រអ្វីឡើយមានតែលោហៈធាតុរឹងនិងត្រជាក់ជានិមិត្តរូបនៃអាពាហ៍ពិពាហ៍ដែលគ្មានក្តីស្រឡាញ់ការគោរពឬសូម្បីតែសេចក្តីថ្លៃថ្នូរខ្ញុំជាប្តីដែលរស់នៅក្នុងភាពស្ងៀមស្ងាត់ជាស្រមោលដែលត្រូវបានបង្ខំឲ្យបង្ហាញខ្លួននៅកណ្ដាលភាពហ៊ឺហាថ្ងៃដំបូងរបស់ខ្ញុំក្នុងនាមជាប្តីរបស់អ្នកស្រីធីរីគឺជាឋានរកផ្លូវចិត្តដ៏ស្មុគស្មាញខ្ញុំមិនត្រូវបានអនុញ្ញាតឲ្យធ្វើការទេអ្នកបើកបរនិងអ្នកសម្អាតត្រូវបានប្តូរប៉ុន្តែខ្ញុំក៏មិនត្រូវបានអនុញ្ញាតឲ្យមានសេរីភាពដែរខ្ញុំត្រូវតែនៅក្នុងចម្ងាយមើលឃើញរបស់ធីរីជានិច្ចអង្គុយក្នុងបន្ទប់ដដែលអានសៀវភៅដែលខ្ញុំមិនយល់អ្វីទាំងអស់គ្រាន់តែដើម្បីបំពេញកាតព្វកិច្ចសំខាន់របស់ខ្ញុំក្លាយជាទិដ្ឋភាពដែលធានាថាបុគ្គលិកទាំងមូលដឹងថាខ្ញុំឥឡូវត្រូវបានដំឡើងឋានៈទោះយ៉ាងណានាងក៏ធានាថាគ្មាននរណាម្នាក់ក្នុងចំណោមពួកគេឬខ្ញុំខ្លួនឯងដែលភ្លេចឋានៈពិតរបស់ខ្ញុំឡើយតើអ្នកគិតថាអ្នកអាចរីករាយនឹងលុយរបស់ខ្ញុំយ៉ាងងាយស្រួលទេនាងស្រែកដាក់ខ្ញុំល្ងាចមួយពេលខ្ញុំមើលទៅសម្រាប់បន្តិចពេលផឹកកាហ្វេនៅរានហាលអ្នកញ៉ាំគេងនឹងដកដង្ហើមនៅក្រោមដំបូលនេះគ្រាន់តែដោយសារខ្ញុំអនុញ្ញាតប៉ុណ្ណោះ
កុំភ្លេចថាអ្នកមកពីណាទេចាន់ដាអ្នកគឺជាស្បែកជើងរបស់ខ្ញុំពាក្យទាំងនោះមុតស្រួចចាក់ទម្លុះនឹងដោយចេតនានាងចង់ឲ្យខ្ញុំមានអារម្មណ៍អាម៉ាស់ទាំងស្រុងដើម្បីកុំឲ្យខ្ញុំមានការបំភាន់មិនពិតអំពីអាពាហ៍ពិពាហ៍នេះខ្ញុំអន់ក្បាលលេបទឹកមាត់ដែលមានរសជាតិជូរចត់ខ្ញុំដឹងថាការឈឺចាប់របស់ខ្ញុំជាផ្នែកមួយនៃផែនការរបស់នាងដើម្បីរក្សាតួនាទីរបស់ខ្ញុំក្នុងនាមជាកូនអុកដែលងាយស្រួលគ្រប់គ្រងចំនួនដែលឈឺចាប់បំផុតមិនមែនមកពីធីរីទេប៉ុន្តែមកពីចាបុរសនៅជុំវិញខ្ញុំអ្នកបម្រើផ្សេងទៀតដែលធ្លាប់ជាមិត្តរួមការងាររបស់ខ្ញុំពួកគេចាប់ផ្ដើមឃ្លាតឆ្ងាយមានអ្នកខ្លះមើលដោយអាណិតប៉ុន្តែភាគច្រើនមើលដោយការច្រណែននិងការសង្ស័យថ្ងៃមួយពេលខ្ញុំយកទឹកនៅផ្ទះបាយម៉ារីយ៉ាជាពលករខ្មែរមកពីខេត្តដែលតែងតែចែករំលែករឿងរ៉ាវជាមួយខ្ញុំបានទម្លាក់ថាសនៅពីមុខខ្ញុំដោយចេតនាសូមអបអរសាទរលោកចាន់ដានាងនិយាយដោយសំឡេងចំអកយ៉ាងខ្លាំងអ្នកបានលក់សេចក្តីថ្លៃថ្នូររបស់អ្នកដើម្បីក្រែទុនកុំគិតថាយើងមិនដឹងអ្នកគ្រាន់តែជាឧបករណ៍ជាប្តីក្លែងបន្លំអ្នកអាក្រក់ជាងយើងដែលធ្វើការយ៉ាងលំបាកម៉ារីយ៉ាបន្ទាប់មកដើរចេញទៅដោយមិនមើលក្រោយការអាម៉ាស់ពីមនុស្សរួមជាតិរបស់ខ្ញុំផ្ទាល់មានអារម្មណ៍ឈឺចាប់ជាងការចំអកពីអភិជនទៅទៀតខ្ញុំមានអារម្មណ៍ថាឯកលទាំងស្រុងខ្ញុំជាអ្នករស់នៅក្នុងវិមានប៉ុន្តែក៏ជាអ្នកទោសក្នុងពន្ធនាគារអារម្មណ៍ផងដែរការឈឺចាប់នោះបានឈានដល់កម្រិតកំពូលនៅពេលដែលគ្រួសារធំចាប់ផ្ដើមមកលេងញឹកញាប់ជាងមុនលីដានិងសុធាជាក្មួយរបស់ធីរីឥឡូវនេះតែងតែមកលេងគោលបំណងគឺច្បាស់លាស់គឺធ្វើឲ្យជីវិតខ្ញុំវេទនានិងសាកល្បងដែនកំណត់នៃការអត់ធ្មត់របស់ខ្ញុំពួកគេតែងតែព្យាយាមដាក់អន្ទាក់ខ្ញុំសាកល្បងចំណេះដឹងរបស់ខ្ញុំអំពីកិច្ចការផ្ទះរបស់ធីរីឬសូម្បីតែព្យាយាមធ្វើឲ្យខ្ញុំបំពានច្បាប់សាសនាចាន់ដាសូមយកឯកសារហិរញ្ញវត្ថុរបស់មីងនៅក្នុងទូដែកមកឲ្យខ្ញុំសុធាបញ្ជាព្រឹកមួយដោយមុខគ្មានកំហុសខ្ញុំដឹងថានេះគឺជាអន្ទាក់ខ្ញុំគ្មានសិទ្ធិចូលទូដែកទេហើយធីរីប្រកាសជាខឹងប្រសិនបើខ្ញុំធ្វើវាខ្ញុំសូមទោសលោកសុធាខ្ញុំនិយាយដោយព្យាយាមរក្សាសំឡេងរបស់ខ្ញុំឲ្យរាបស្មើកិច្ចការហិរញ្ញវត្ថុរបស់អ្នកស្រីធីរីគឺត្រូវបានគ្រប់គ្រងដោយគាត់ផ្ទាល់និងមេធាវីរបស់គាត់តែប៉ុណ្ណោះខ្ញុំមិនមានសោទេសុធាញឹមយ៉ាងចំអកអូដូច្នេះឬប្តីដែលសំបីតែមិនត្រូវបានគេទុកចិត្តឲ្យកាន់សោទូដែករបស់ប្រពន្ធខ្លួនឯងពិតជាគួរឲ្យអាណិតលីដាខូខើជាងនេះទៅទៀតនាងព្យាយាមញុះញង់ខ្ញុំផ្ទាល់ពេលអាហារពេលល្ងាចនាងសួរនៅមុខមនុស្សគ្រប់គ្នារួមទាំងធីរីដែលកំពុងសម្លឹងមើលដោយភ្នែកពាក់កណ្ដាលបិទចាន់ដាខ្ញុំយល់ថាអ្នកជានិស្សិតបញ្ចប់ការសិក្សាផ្នែកបច្ចេកទេសមិនមែនទេព្យាយាមពន្យល់ពីអារម្មណ៍របស់អ្នកដែលស្រាប់តែដេកក្នុងបន្ទប់ដែលធ្លាប់ត្រូវបានកាន់កាប់ដោយអង្គរៈរបស់ឪពុកមីងតើនេះជាគោលដៅកំពូលរបស់អ្នកឬក្លាយជាអ្នកបម្រើដែលត្រូវបានដំឡើងឋានៈជាអ្វីក៏ដោយដែលអ្នកជានេះពេលនោះខ្ញុំមានអារម្មណ៍ថាមានរលកកម្ដៅនៃកំហឹងផ្ទុះឡើងក្នុងទ្រូងរបស់ខ្ញុំចង់ការពារខ្លួនពន្យល់ថានេះជាការបង្ខិតបង្ខំថាខ្ញុំគ្រាន់តែជាជនរងគ្រោះនៃល្បែងដ៏ឃោរឃៅនេះទោះយ៉ាងណាខ្ញុំបានក្រឡេកមើលនាងបានផ្ដល់សញ្ញាដែលមើលមិនឃើញដល់ខ្ញុំមិនឬខ្ញុំគ្រាន់តែបំពេញភារកិច្ចដែលអ្នកស្រីធីរីបានប្រគល់ឲ្យខ្ញុំអ្នកស្រីលីដាធីរីបន្ទាប់មកកាត់សម្ដីលីដាចាន់ដាគឺជាប្តីរបស់ខ្ញុំឥឡូវនេះសូមគោរពទោះបីជាគាត់មកពីភក់ក៏ដោយខ្ញុំជាអ្នកដែលរើសគាត់ប្រយោគការពាររបស់ធីរីគឺជាចាប់ជាងការវាយប្រហាររបស់លីដាទៅទៀតធីរីការពារខ្ញុំមិនមែនដោយសារក្តីស្រឡាញ់ទេប៉ុន្តែដោយសារខ្ញុំជារបស់នាងបញ្ជាក់ពីភាពជាម្ចាស់មិនមែនមនុស្សជាតិទេនៅពេលយប់បន្ទាប់ពីឧបត្តិហេតុបែបនេះខ្ញុំតែងតែរំពឹងគិតនៅបន្ទប់ភ្ញៀវរបស់ខ្ញុំឃើញស្រមោលរបស់ខ្ញុំនៅបង្អួចស្លៀកសម្លៀកបំពាក់ថ្លៃដែលធីរីផ្ដល់ឲ្យនោះមិនមែនជាខ្ញុំទេខ្ញុំជាប់ក្នុងស្ថានភាពលំបាកដែលមិនអាចទ្រាំទ្របានតស៊ូបង្ហាញការពិតដល់គ្រួសារធំដែលមានន័យថាត្រូវបណ្ដេញចេញត្រូវបានចាត់ទុកជាអ្នកកុហកនិងនិរទេសភ្លាមដោយគ្មានមរតកនិងគ្មានលិខិតឆ្លងដែនតស៊ូទ្រាំនឹងការអាម៉ាស់នេះคล้ายជាកូនអុកដែលត្រូវបានគេចំអកដើម្បីរក្សាការសន្យានៃឱកាសដែលមិនច្បាស់លាស់និងធានាស្ថានភាពផ្លូវច្បាប់បណ្ដោះអាសន្ន
ការភ័យខ្លាចការនិរទេសនិងការបរាជ័យនៅស្រុកកំណើតតែងតែជាបន្ទុកធ្ងន់បំផុតដែលបង្ខំឲ្យខ្ញុំតស៊ូលិខិតឆ្លងដែនដែលធីរីកាន់គឺជាច្រវាក់ដែករបស់ខ្ញុំទោះយ៉ាងណានៅកណ្ដាលការឈឺចាប់នោះបន្តិចម្ដងខ្ញុំចាប់ផ្ដើមដឹងអ្វីមួយដែលចម្លែកអំពីធីរីក្នុងចំនួននីមួយដែលបង្កើតឡើងដោយគ្រួសារធំធីរីតែងតែតាមដានយ៉ាងយកចិត្តទុកដាក់ភ្នែករបស់នាងតាមដានរាល់ចលនារបស់លីដានិងសុធាដូចជានាងកំពុងប្រមូលទិន្នន័យកត់ត្រារាល់ព័ត៌មានលម្អិតនៃការបោកប្រាស់និងភាពឃោរឃៅរបស់ពួកគេធីរីមិនត្រឹមតែបានដាក់អន្ទាក់ខ្ញុំក្នុងអាពាហ៍ពិពាហ៍នេះប៉ុណ្ណោះទេនាងក៏បានដាក់អន្ទាក់គ្រួសាររបស់នាងក្នុងហ្គេមដែលនាងគ្រប់គ្រងផងដែរខ្ញុំជាពលករខ្មែរដែលផុយស្រួយនឹងត្រូវបានគេអាម៉ាស់គឺជានុយអាពាហ៍ពិពាហ៍នេះដែលពីដំបូងខ្ញុំគិតថាជាការឈឺចាប់គ្មានទីបញ្ចប់ឥឡូវនេះមានអារម្មណ៍ដូចជាផ្លូវកង់ដែលគ្រោះថ្នាក់បំផុតដែលប្រហែលជាប្រសិនបើខ្ញុំអាចរស់រានមានជីវិតនឹងនាំខ្ញុំទៅរកជ័យជំនះមួយដែលខ្ញុំប្រាកដថានឹងត្រូវបានបង់ថ្លៃយ៉ាងខ្លាំងខ្ញុំបិទភ្នែកកាន់ចិញ្ចៀនដែកនោះខ្ញុំត្រូវតែរស់រានមានជីវិតខ្ញុំត្រូវតែអានចលនារបស់ធីរីហើយតាមរបៀបណាមួយផ្លាស់ប្ដូរស្ថានភាពរបស់ខ្ញុំពីកូនអុកទៅជាអ្នកលេងបន្ទាប់ពីការប្រកាសដ៏ស្រពេចស្រពិលអំពីការដំឡើងឋានៈនិងការផ្លាស់ប្ដូរបន្ទប់គ្រួសារធំរបស់ធីរីបានបង្កើនភាពញឹកញាប់នៃការមកលេងរបស់ពួកគេនិងអាំងតង់ស៊ីតេនៃការត្រួតពិនិត្យរបស់ពួកគេមកលើខ្ញុំមានអារម្មណ៍ដូចជាសត្វល្អិតដែលជាប់ក្នុងសំណាញ់ពីងពីងដ៏ធំនិងភ្លឺរលោងនៃភាពហឺហារបស់វិមាននេះសុធានិងលីដាក្មួយប្រុសស្រីសំខាន់ពីរនាក់ដែលមានមហិច្ឆតាខ្លាំងបំផុតលើមរតកឥឡូវនេះคล้ายជាស្រមោលដែលតែងតែលាក់បាំងពួកគេលែងព្យាយាមធ្វើឲ្យខ្ញុំអាម៉ាស់អូប៉ូលីនៅចំពោះមុខធីរីទៀតហើយនោះគ្រោះថ្នាក់ពេកផ្ទុយទៅវិញពួកគេចាប់ផ្ដើមបើកការវាយប្រហារអកម្មខ្លាំងក្លានិងប្រមូលព័ត៌មានដោយសម្ងាត់ខ្ញុំនៅម្ខាងទៀតចាប់ផ្ដើមផ្លាស់ប្ដូរយុទ្ធសាស្ត្ររបស់ខ្ញុំប្រសិនបើធីរីបង្ខំខ្ញុំឲ្យក្លាយជាកូនអុកនោះខ្ញុំនឹងក្លាយជាកូនអុកដែលសង្កេតខ្ញុំចំណាយពេលអង្គុយស្ងៀមនៅបន្ទប់ទទួលភ្ញៀវធ្វើពុតជាអានសៀវភៅប៉ុន្តែតាមពិតស្ដាប់រាល់សំឡេងខ្សឹបខ្សៀវរាល់ការហៅទូរស័ព្ទនិងរាល់ចលនាដែលសុធានិងលីដាធ្វើល្ងាចមួយខ្ញុំបានឬការសន្ទនារបស់លីដាជាមួយប្តីរបស់នាងតាមទូរស័ព្ទពួកគេនិយាយអំពីមេធាវីគ្រួសារលោកវិបុលខ្ញុំមិនចូលចិត្តរឿងនេះទេវិបុលមីងធីរីកាន់តែចម្លែកហើយហេតុអ្វីគាត់ទុកឲ្យពលករខ្មែរនោះដើរលេងដូចអភិជនលីដាខ្សឹបសំឡេងរបស់នាងពោពេញទៅដោយភាពតានតឹងយើងត្រូវតែផ្លាស់ប្ដូរទ្រព្យសម្បត្តិនៅក្រៅប្រទេសដែលនៅសល់ភ្លាមមុនពេលគាត់ដឹងខ្លួនគាត់ចុះខ្សោយពេកមិនអាចចាំបានឡើយខ្ញុំបានសំលៀងការស្ដាប់របស់ខ្ញុំទ្រព្យសម្បត្តិនៅក្រៅប្រទេសផ្លាស់ប្ដូរពាក្យទាំងនោះវិលវល់ក្នុងក្បាលរបស់ខ្ញុំនេះមិនមែនគ្រាន់តែនិយាយអំពីមរតកដែលត្រូវបានទទួលដោយយុត្តិធម៌ទេនេះគឺនិយាយអំពីការបោកប្រាស់និងការលួចដែលកំពុងកើតឡើងពួកគេមិនបានរងចាំធីរីស្លាប់ឡើយពួកគេបានស៊ីគាត់ទាំងរស់ខ្ញុំបានដឹងថាធីរីមិនត្រឹមតែខ្លាចបាត់បង់ទ្រព្យសម្បត្តិទៅគ្រួសាររបស់នាងបន្ទាប់ពីនាងស្លាប់ប៉ុណ្ណោះទេនាងខ្លាចពួកគេនឹងលួចវាពេលនាងនៅមានជីវិតដោយទាញយកប្រយោជន៍ពីស្ថានភាពទន់ខ្សោយរបស់នាងខ្ញុំបានប្រាប់អ្វីដែលខ្ញុំបានឮទៅធីរីយប់នោះពេលគិលានុបដ្ឋាយិកាផ្ទាល់ខ្លួនរបស់នាងចេញទៅយកថ្នាំខ្ញុំខ្សឹបខ្សៀវមកចិត្តមុខនាងអ្នកស្រីខ្ញុំឮថាអ្នកស្រីលីដាបានផ្លាស់ប្ដូរទ្រព្យសម្បត្តិនៅក្រៅប្រទេសជាមួយលោកវិបុលប្រតិកម្មរបស់ធីរីគឺមិននឹកស្មានដល់មុខរបស់នាងនៅតែរាបស្មើប៉ុន្តែភ្នែករបស់នាងដែលជាធម្មតាស្រងូតស្រងាត់បានបញ្ចេញពន្លឺភ្លើងដ៏ត្រជាក់នាងមិនភ្ញាក់ផ្អើលឡើយនាងមើលទៅដូចជាកំពុងផ្ទៀងផ្ទាត់សកម្មកម្មមួយខ្ញុំដឹងហើយនាងរអ៊ូតិចលីដាតែងតែជាអ្នកលោភលន់បំផុតវិបុលក៏ជាដៃគូរបស់នាងដែលល្អណាស់ចាន់ដាបន្តស្ដាប់ភារកិច្ចរបស់អ្នកមិនត្រឹមតែជាប្តីប៉ុណ្ណោះទេប៉ុន្តែក៏ជាត្រចៀករបស់ខ្ញុំផងដែរធីរីបន្ទាប់មកបានផ្ដល់ការណែនាំច្បាស់លាស់ជាងមុននាងបានសុំឲ្យខ្ញុំតាមដានចលនារបស់សុធានិងលីដាកត់ត្រាថាពួកគេបានជួបអ្នកណាខ្លះពួកគេនឹងរកអ្នកចាន់ដាពួកគេនឹងព្យាយាមបង់សំណូកឬដាក់អន្ទាក់អ្នកនាងនិយាយថា
កុំទទួលអ្វីពីពួកគេកុំចុះហត្ថលេខាលើអ្វីទាំងអស់ប្រសិនបើពួកគេផ្ដល់លុយសូមនិយាយថាអ្នកស្មោះត្រង់នឹងខ្ញុំការកុហករបស់អ្នកគឺជាការពិតរបស់អ្នកចាប់ពីពេលនោះមកតួនាទីរបស់ខ្ញុំបានផ្លាស់ប្ដូរពីកូនអុកអាកម្មទៅជាភ្នាក់ងារសម្ងាត់ដែលត្រូវបានដាក់សម្ពាធខ្ញុំត្រូវតែដើរលើបន្ទាត់ស្ដាងរវាងការអាម៉ាស់និងព័ត៌មានសម្ងាត់សូធាដែលមានល្បិចកលជាងនឹងគ្រោះថ្នាក់ជាងលីដាបានចូលមកចិត្តខ្ញុំប៉ុន្មានថ្ងៃក្រោយមកនៅបណ្ណាល័យចាន់ដាគាត់ស្វាគមន៍ដោយស្នាមញឹមคล้ายៗដ៏កក់ក្ដៅខ្ញុំដឹងថាមីងធីរីអាចនឹងពិបាកខ្ញុំក៏សរសើរការអត់ធ្មត់របស់អ្នកក្នុងនាមជាការដឹងគុណសូមអនុញ្ញាតឲ្យខ្ញុំផ្ដល់ជំនួយបន្តិចបន្តួចដល់អ្នកគាត់បានយកស្រោមសម្បុត្រក្រាស់មួយចេញពីហោប៉ៅអាវរបស់គាត់ខ្លឹមសាររបស់វាប្រាកដជារាប់ម៉ឺនឬរាប់សែនរៀលចំនួនទឹកប្រាក់ដ៏ច្រើនសម្រាប់ខ្ញុំយកវាទៅគាត់ខ្សឹបភ្នែករបស់គាត់ព្រិចដោយអត្ថន័យនេះសម្រាប់គ្រួសាររបស់អ្នកនៅកម្ពុជាចាត់ទុកវាជាកាដូខ្ញុំគ្រាន់តែចង់ធានាថាអ្នកមានផាសុកភាពនៅទីនេះខ្ញុំដឹងថាការទទួលយកលុយនេះគឺដូចគ្នានឹងការចុះហត្ថលេខាលើលិខិតបញ្ឈប់ការងារនិងនិរទេសដែរសូធាបានរៀបចំដែរនេះគឺជាអន្ទាក់សំណូកដើម្បីឲ្យខ្ញុំជំពាក់គុណនិងអាចត្រូវបានបោកប្រាស់ខ្ញុំនឹកឃើញពាក្យរបស់ធីរីនិយាយថាអ្នកស្មោះត្រង់នឹងខ្ញុំអរគុណលោកសូធាខ្ញុំនិយាយដោយព្យាយាមស្ដាប់ទៅគួរសមប៉ុន្តែមើងម៉ាត់ប៉ុន្តែអ្នកស្រីធីរីបានមើលថែរាល់តម្រូវការរបស់ខ្ញុំនិងគ្រួសាររបស់ខ្ញុំមិនត្រូវការអ្វីទៀតទេភាពស្មោះត្រង់របស់ខ្ញុំគឺចំពោះគាត់តែប៉ុណ្ណោះសូធាទាញដៃរបស់គាត់មកវិញស្នាមញឹមរបស់គាត់បានបាត់ភ្លាមភ្នែករបស់គាត់ប្រែជារឹងគាត់បានដឹងថាខ្ញុំមិនមែនជាពលករខ្មែរល្ងងដែលគាត់ស្រមៃនោះទេខ្ញុំបានបដិសេធនុយគួរឲ្យចាប់អារម្មណ៍សូធាសំឡេងរបស់គាត់ប្រែជាត្រជាក់អ្នករៀនលឿនណាស់ចាន់ដាចាំថាភាពស្មោះត្រង់អាចត្រូវបានបង់ថ្លៃខ្ពស់ហើយការក្បត់ត្រូវបានបង់ថ្លៃខ្ពស់ជាងនេះទៅទៀតបន្ទាប់ពីឧបត្តិហេតុនោះលីដានិងសូធាចាប់ផ្ដើមវាយប្រហារធីរីផ្ទាល់ពួកគេបានចោទសួរសុខភាពផ្លូវចិត្តរបស់ធីរីនៅទីសាធារណៈមីងតើមីងប្រកាសទេថាចាន់ដានេះមិនបានបោកប្រាស់ថ្នាំរបស់មីងគាត់មានមហិច្ឆតាខ្លាំងណាស់លីដាស្រែកនៅបន្ទប់ទទួលភ្ញៀវខណៈធីរីដេកឈឺលើសាឡុងធីរីបើកភ្នែកបន្តិចគាត់ជាប្តីរបស់ខ្ញុំជឿលើបុរសដែលខ្ញុំស្គាល់បាន3ខែជាងក្មួយប្រុសស្រីដែលខ្វល់តែពីលុយរបស់ខ្ញុំអស់30ឆ្នាំពាក្យរបស់ធីរីបានបញ្ជាក់ពីជំហរប៉ុន្តែក៏បានបង្កើនគ្រោះថ្នាក់របស់ខ្ញុំផងដែរគ្រួសារនោះឥឡូវនេះជឿជាក់ថាខ្ញុំគឺជាការគំរាមកំហែងផ្ទាល់ទៅលើមរតកពួកគេចាប់ផ្ដើមមើលខ្ញុំលែងជាអ្នកសម្អាតទៀតហើយប៉ុន្តែជាអ្នកស្នងមរតកស្រមោលយប់នោះពេលខ្ញុំអង្គុយក្នុងបន្ទប់ខ្ញុំបានដឹងថាខ្ញុំបានទៅឆ្ងាយពេកមិនអាចត្រឡប់ក្រោយបានទេខ្ញុំបានបដិសេធសំណូកសូធាហើយខ្ញុំបានក្លាយជាត្រចៀកធីរីស្ថានភាពរបស់ខ្ញុំក្នុងនាមជាពលករខ្មែរដែលផុយស្រួយឥឡូវនេះបានផ្លាស់ប្ដូរទៅជាសាក្សីសំខាន់ដែលមានហានិភ័យខ្ពស់ធីរីបានដាក់ខ្ញុំក្នុងហ្គេមនេះមិនមែនដោយសារនាងស្រឡាញ់ខ្ញុំទេប៉ុន្តែដោយសារភាពងាយរងគ្រោះនិងស្ថានភាពរបស់ខ្ញុំបានធ្វើឲ្យខ្ញុំក្លាយជាខែលដ៏ល្អឥតខ្ចោះប្រសិនបើខ្ញុំអាចរស់រានមានជីវិតខ្ញុំនឹងទទួលបានចំណែកនៃមរតកដែលស្របច្បាប់ប្រសិនបើខ្ញុំបរាជ័យខ្ញុំនឹងដួលតែម្នាក់ឯងធីរីត្រូវបានការពារដោយការសម្ងាត់នៃអាពាហ៍ពិពាហ៍សេរីនេះរួចហើយខ្ញុំឥឡូវនេះជាប់ក្នុងរវាងការស្អប់របស់គ្រួសារដែលចង់បំផ្លាញខ្ញុំនិងល្បិចកលរបស់ធីរីតែប្រើខ្ញុំត្រូវតែរកវិធីកណ្ដាលតើធ្វើដូចម្ដេចដើម្បីឈ្នះហ្គេមនេះមិនត្រឹមតែសម្រាប់ធីរីប៉ុណ្ណោះទេប៉ុន្តែក៏សម្រាប់ខ្លួនឯងផងដែរដើម្បីឲ្យខ្ញុំអាចចេញពីទ្រង់មាសនេះក្នុងនាមជាបុរសសេរីមិនមែនជាទាសករដែលត្រូវបានគេប្រើប្រាស់ឡើយសំណាញ់ពីងពីងនោះកាន់តែតឹងណែនខ្ញុំត្រូវតែធ្វើសកម្មភាពឲ្យលឿនមុនពេលពួកគេរកវិធីកាត់ខ្សែដែលទប់ខ្ញុំភាពតានតឹងនៅក្នុងផ្ទះឥឡូវនេះមានអារម្មណ៍ថាក្រាស់ដូចខ្យល់វាលខ្សាច់នៅរដូវក្តៅខ្ញុំលែងត្រូវបានគេឃ្លាំមើលទៀតហើយខ្ញុំត្រូវបានគេប្រព្រឹត្តដូចជាមានដីដែលអាចផ្ទុះបានគ្រប់ពេលសូធានិងលីដាបន្ទាប់ពីការបរាជ័យរបស់ពួកគេក្នុងការដាក់អន្ទាក់ខ្ញុំចាប់ផ្ដើមបង្ហាញការភ័យស្លន់ស្លោដែលលាក់បាំងហើយធីរី
ឈឺតែការសម្លឹងមើលរបស់នាងដែលសង្កេតយើងទាំងអស់គ្នាកាន់តែមុតស្រួចល្ងាចមួយខ្ញុំបានឮសំឡេងឆ្លុះប្រកែកគ្នាយ៉ាងខ្លាំងពីបន្ទប់ធ្វើការរបស់ធីរីសំឡេងនោះមិនមែនជាសំឡេងគីលានុបដ្ឋាយិកាទេប៉ុន្តែជាសំឡេងធ្ងន់របស់បុរសម្នាក់ដែលខ្ញុំមិនស្គាល់លីឡំជាមួយសំឡេងធីរីតែខ្សោយតែមើងម៉ាត់ខ្ញុំដឹងថាខ្ញុំត្រូវតែស្ដាប់ខ្ញុំចូលទៅជិតច្រកបៀងធ្វើពុតជាកំពុងពិនិត្យសៀវភៅនៅធ្នើក្បែរនោះអ្នកមិនអាចធ្វើរឿងនេះបានទេធីរីនោះរំលោភការសន្យាបងប្អូនរបស់អ្នកពួកគេនឹងបំផ្លាញយើងសំឡេងបុរសនោះពោពេញទៅដោយការភ័យខ្លាចខ្ញុំស្គាល់សំឡេងរបស់គាត់ពីការពណ៌នារបស់ធីរីនោះប្រកាសជាលោកអាមៀជាមេធាវីផ្ទាល់ខ្លួនរបស់នាងដែលចាស់ហើយស្មោះត្រង់នេះជាផ្លូវតែមួយគត់នាងឆ្លើយសំឡេងរបស់នាងពោពេញទៅដោយដង្ហើមខ្លីប្រសិនបើខ្ញុំស្លាប់ពួកគេនឹងបែងចែកមរតកហើយបន្តភាពស្អុយរលួយរបស់ពួកគេខ្ញុំត្រូវការការទះកំភ្លៀងដែលគួរឲ្យភ្ញាក់ផ្អើលខ្ញុំត្រូវការមនុស្សក្រៅដែលមិននឹកស្មានដល់បន្ទាប់មកអាមៀបានបន្តថាប៉ុន្តែការដាក់ឈ្មោះរបស់គាត់ឈ្មោះចាន់ដាក្នុងនាមជាអ្នកស្នងមរតកសំខាន់ក្នុងការកែប្រែថ្មីនោះគឺប្រញាប់ប្រញាល់ពេកពួកគេនឹងប្តឹងភ្លាមពីភាពស្របច្បាប់បេះដូងរបស់ខ្ញុំបានឈប់លោតអ្នកស្នងមរតកសំខាន់ឈ្មោះចាន់ដាការកែប្រែថ្មីខ្ញុំផ្អៀងទៅរ៉ាកែតព្យាយាមទប់ដង្ហើមខ្ញុំមិនមែនគ្រាន់តែជាឧបករណ៍ទេខ្ញុំជាអ្នកស្នងមរតកធីរីមិនត្រឹមតែប្រើឋានៈរបស់ខ្ញុំដើម្បីការពារខ្លួនឯងប៉ុណ្ណោះទេនាងប្រើឋានៈរបស់ខ្ញុំដើម្បីអនុវត្តការសងសឹករបស់នាងចំពោះគ្រួសាររបស់នាងដោយការបដូរយកទ្រព្យសម្បត្តិសម្រាប់ខ្ញុំជាគ្រាប់បែកពេលវេលាដែលត្រូវបានដាក់នៅក្នុងបេះដូងនៃរាជវង្សរបស់ពួកគេបន្ទាប់ពីហាមៀបានចាក់ចេញដោយជំហានប្រញាប់ខ្ញុំបានរងចាំ5នាទីធ្វើឲ្យដង្ហើមខ្ញុំស្ងប់មុននឹងហ៊ានចូលបន្ទប់ធ្វើការធីរីអង្គុយស្ងៀមលើកៅអីរបស់នាងហត់នឿយប៉ុន្តែភ្នែករបស់នាងភ្លឺរលោងដោយជ័យជំនះអ្នកបានលើហើយឬនៅចាន់ដានាងសួរតិចខ្ញុំងក់ក្បាលអណ្ដាតរបស់ខ្ញុំស្អកសូមអបអរសាទរនាងនិយាយដោយគ្មានអារម្មណ៍អ្នកឥឡូវនេះមិនមែនត្រឹមតែជាប្តីប៉ុណ្ណោះទេអ្នកគឺជាអ្នកឈ្នះឆ្នោតដោយមានហានិភ័យបាត់បង់ជីវិតឆន្ទៈត្រូវបានកែប្រែរួចហើយអ្នកជាពលករខ្មែរដែលពួកគេមើលងាយនឹងទទួលមរតកភាគច្រើននៃទ្រព្យសម្បត្តិរបស់ខ្ញុំនៅសល់ដែលតូចជាងនឹងត្រូវបែងចែកឲ្យពួកគេនាងបានរុញស្រោមសម្បុត្រពណ៌ត្នោតមួយទៅម្ខាងទៀតនៃតូចនេះជាច្បាប់ចម្លងសង្ខេបរបស់វាចាំខ្លឹមសាររបស់វានេះជាផែនទីទៅរកជ័យជំនះប្រសិនបើខ្ញុំស្លាប់អ្នកត្រូវតែប្រគល់ឯកសារនេះទៅសាការីដែលខ្ញុំបាននិយាយភ្លាមខ្ញុំបានយកស្រោមសម្បុត្រនោះដៃរបស់ខ្ញុំញ័រនៅក្នុងនោះមានសរសេរយ៉ាងខ្លីចាន់ដាប៊ីនអាប់ឌុលឡាឈ្មោះដែលនាងបានដាក់ដើម្បីឲ្យស្ដាប់ទៅដូចជាឈ្មោះខ្មែរជាងត្រូវបានប្រកាសថាជាអ្នកស្នងមរតកសំខាន់ជាមួយនឹងការបែងចែកភាគហ៊ុនក្រុមហ៊ុនអចលនទ្រព្យនិងសាច់ប្រាក់ខ្ញុំសម្លឹងមើលនាងហេតុអ្វីអ្នកស្រីធីរីហេតុអ្វីអ្នកធ្វើរឿងនេះអ្នកអាចបរិច្ចាគអ្វីទាំងអស់បានធីរីញឹមជូរចត់បរិច្ចាគវាពួកគេនឹងរកឃើញចន្លោះប្រហោងច្បាប់ហើយលួចវាមកវិញទេខ្ញុំចង់ឲ្យពួកគេរងទុក្ខដោយឃើញទ្រព្យសម្បត្តិដែលពួកគេចង់បានធ្លាក់ទៅក្នុងដៃរបស់នរណាម្នាក់ដែលពួកគេចាត់ទុកជាសម្រាមនោះជាការសងសឹកដ៏ផ្អែមល្ហែមបំផុតហើយអ្នកចាន់ដាជាអ្នកអនុវត្តដ៏ល្អឥតខ្ចោះយប់នោះនៅក្នុងបន្ទប់ខ្ញុំបានអានច្បាប់ចម្លងឆន្ទៈនោះម្ដងហើយម្ដងទៀតតួលេខនៅទីនោះធំណាស់មិនពិតរហូតមានអារម្មណ៍ដូចជារឿងប្រឌិតរឿងមួយដែលប្រាកដនោះគឺវត្តមាននៃឯកសារនេះសូម្បីតែច្បាប់ចម្លងសង្ខេបរបស់វាក៏ជាការគំរាមកំហែងដ៏ធំបំផុតសម្រាប់លីដានិងសុធាដែរចំនួនឆន្ទៈបានលេចឡើងគ្រួសារធំរបស់ធីរីហាក់ដូចជាមានចាបុរសផ្ទាល់ខ្លួនរបស់ពួកគេប្រហែលជាអាមៀជាមេធាវីដែលភ័យខ្លាចបានលេចធ្លាយឬប្រហែលជាសុធានិងលីដាបានលួចចូលការិយាល័យសាការីរួចហើយព្រឹកបន្ទាប់បរិយាកាសបានផ្លាស់ប្ដូរទាំងស្រុងភាពតានតឹងលែងជាសម្លេងខ្សឹបខ្សៀវទៀតហើយប៉ុន្តែជាការផ្ទុះដែលត្រូវបានទប់ស្កាត់លីដាបានលេចមុខនៅផ្ទះដោយមុខស្លេកស្លាំងដោយសារកំហឹងសុធាមកជាមួយបុរសវ័យកណ្ដាលម្នាក់ស្លៀកពាក់ស្អាតដែលជាក់ស្ដែងជាអ្នកស៊ើបអង្កេតឯកជនមីងធីរីយើងចង់និយាយគ្នាពីអ្នកលីដាសុំសម្លេងរបស់នាងញ័រនិយាយនៅមុខប្តីរបស់ខ្ញុំទៅធីរី
ឆ្លើយផ្អៀងលើសាឡុងរីករាយនឹងភាពវឹកវរដែលនាងបានបង្កើតលីដាសម្លឹងមកខ្ញុំដោយការស្អប់សុទ្ធសាធនេះនិយាយអំពីឯកសារទាំងនោះឯកសារដែលមិនដឹងថាអ្នកណាបង្ខំឲ្យអ្នកចុះហត្ថលេខាលិខិតអាពាហ៍ពិពាហ៍ឬលិខិតឆន្ទៈធារីឆ្លើយតបដោយញឹមត្រជាក់ការផ្ទុះនោះបានកើតឡើងសុធាដែលជាធម្មតាស្ងប់ស្ងាត់ឥឡូវនេះស្រែកឆន្ទៈរបស់នាងយើងដឹងថាអ្នកបានផ្លាស់ប្ដូរវាហើយយើងដឹងថាអ្នកណាបង្ខំអ្នកពលករខ្មែរនេះគាត់ប្រកាសជាបានជំរិតអ្នកមីងទាញយកប្រយោជន៍ពីភាពទន់ខ្សោយរបស់មីងខ្ញុំអង្គុយត្រង់ព្យាយាមរក្សាភាពស្ងប់ស្ងាត់คล้ายខ្ញុំជាគោលដៅសំខាន់អ្នកស៊ើបអង្កេតឯកជនដែលនៅក្រោមសុធាបានដើរទៅមុខយើងទទួលបានរបាយការណ៍ថាលោកចាន់ដាជាមួយស្ថានភាពងាយរងគ្រោះរបស់គាត់ប្រហែលជាពាក់ព័ន្ធនឹងការជំរិតទារប្រាក់យើងចង់ពិនិត្យគាត់លីដាបន្តថាយើងចោទប្រកាន់គាត់ថាជាអ្នកបោកប្រាស់យើងនឹងប្តឹងតុលាការដើម្បីលុបចោលអាពាហ៍ពិពាហ៍និងដីកានិរទេសដោយមូលហេតុការបោកប្រាស់និងការបង្ខិតបង្ខំការចោទប្រកាន់នោះត្រូវបានបោះដូចថ្មក្តៅខ្ញុំមានអារម្មណ៍ថាបំពង់របស់ខ្ញុំស្ងួតនេះជាការគំរាមកំហែងដ៏គួរឲ្យខ្លាចបំផុតការគំរាមកំហែងផ្នែកច្បាប់ដែលស្របច្បាប់ដែលគាំទ្រដោយទ្រព្យសម្បត្តិនិងការភ្ជាប់របស់ពួកគេប្រសិនបើពួកគេអាចលុបចោលអាពាហ៍ពិពាហ៍នោះដោយការចោទប្រកាន់មិនពិតឆន្ទៈនោះនឹងត្រូវលុបចោលដោយស្វ័យប្រវត្តិខ្ញុំនឹងត្រូវបាននិរទេសហើយប្រហែលជាជាប់ពន្ធនាគារធារីលើកដៃបញ្ឈប់ភាពវឹកវរនាងសម្លឹងមកខ្ញុំភ្នែករបស់នាងផ្ដល់សញ្ញាសំខាន់នេះជាការសាក់លបងចាន់ដាបង្ហាញកម្លាំងរបស់អ្នកចាន់ដាធារីនិយាយសំឡេងរបស់នាងស្ងប់តាក់ទងមេធាវីអាមៀប្រាប់គាត់ឲ្យរៀបចំឯកសារអាពាហ៍ពិពាហ៍នឹងការកែប្រែឆន្ទៈទាំងអស់ប្រសិនបើពួកគេចង់ធ្វើសង្គ្រាមពួកគេនឹងទទួលបានសង្គ្រាមខ្ញុំក្រោកឈរដើរកាត់សុធានិងលីដាដែលភ្នែករបស់ពួកគេឆេះដោយការស្អប់នៅពេលនេះខ្ញុំលែងមានអារម្មណ៍ដូចអ្នកសម្អាតដែលខ្លាចបាត់បង់ការងារទៀតហើយខ្ញុំជាបុរសដែលប្រថុយអ្វីទាំងអស់ដែលឥឡូវនេះត្រូវតែប្រយុទ្ធដើម្បី100ពាន់លានរៀលដែលសរសេរលើក្រដាសខ្ញុំជាប់អន្ទាក់ប៉ុន្តែឥឡូវនេះខ្ញុំមានអាវុធច្បាប់ចម្លងឆន្ទៈនៅក្រោមពូករបស់ខ្ញុំនឹងការយល់ដឹងថាខ្ញុំជាគន្លឹះដើម្បីលាតត្រដាងភាពស្អុយរលួយរបស់គ្រួសារនេះហ្គេមបានផ្លាស់ប្ដូរហើយនេះលែងជារឿងរស់រានមានជីវិតទៀតហើយនេះជារឿងឈ្នះការដណ្ដើមទ្រព្យសម្បត្តិហើយតម្លៃដែលខ្ញុំត្រូវបង់គឺคล้ายជាគោលដៅនៃការសម្លាប់តួអក្សរសូម្បីតែរាងកាយពីមនុស្សដែលឥឡូវនេះដឹងច្បាស់ថាខ្ញុំមានអ្វីបន្ទប់ទទួលទានអាហារនៅក្នុងវិមានធារីជាកន្លែងដែលខ្ញុំធ្លាប់មានអារម្មណ៍អាម៉ាស់ពេលអាហារពេលព្រឹកដំបូងឥឡូវនេះបានប្រែក្លាយទៅជាសមរភូមិគ្មានឈាមនេះលែងជារឿងការសង្ស័យទៀតហើយប៉ុន្តែជាការវាយប្រហារបើកចំហចាប់តាំងពីអាមៀជាមេធាវីរបស់ធារីបានបញ្ជាក់ថាពិតជាមានការកែប្រែឆន្ទៈទ្រង់ទ្រាយធំលីដានិងសុធាបានធ្វើសកម្មភាពយ៉ាងលឿនពួកគេបានទាមទារកិច្ចប្រជុំគ្រួសារផ្លូវការខ្ញុំត្រូវបានបង្ខំឲ្យអង្គុយនៅតុអាហារវែងនោះដែលព័ទ្ធជុំវិញដោយមុខដែលពោរពេញទៅដោយការស្អប់សុធានិងសាច់ញាតិឆ្ងាយមួយចំនួនដែលជាអ្នកបម្រើរបស់ពួកគេទាំងអស់ស្លៀកពាក់អាវថ្លៃនិងមានមុខត្រជាក់នៅចុងតុធារីអង្គុយដូចម្ចាស់ក្ត្រីដែលឈឺរីករាយនឹងទស្សនីយភាពនៃការបំផ្លិចបំផ្លាញដែលនាងបានបង្កើតយើងនឹងមិននិយាយលេងសើចឡើយសុធាចាប់ផ្ដើមសម្លេងរបស់គាត់ក្រាស់និងមានឥទ្ធិពលដូចជាគាត់ជាចៅក្រមកំពូលភ្នែករបស់គាត់ចាក់ទម្លុះខ្ញុំយើងដឹងថាចាន់ដាយើងដឹងថាមីងធារីស្ថិតក្រោមសម្ពាធយើងចោទប្រកាន់អ្នកពីការបង្ខិតបង្ខំនិងការបោកប្រាស់អាពាហ៍ពិពាហ៍ខ្ញុំទប់ដង្ហើមការចោទប្រកាន់នោះគឺជាបៀអាសរបស់ពួកគេប្រសិនបើពួកគេអាចបញ្ជាក់ថាអាពាហ៍ពិពាហ៍សេរីនោះមិនស្របច្បាប់ឆន្ទៈនឹងត្រូវលុបចោលគាត់ទាញយកប្រយោជន៍ពីស្ថានភាពទន់ខ្សោយរបស់មីងដោយសារការធាត់នឹងជំងឺរ៉ាំរ៉ៃលីដាបន្តសំឡេងរបស់នាងធ្វើឲ្យថ្លង់ពលករខ្មែរទូទៅម្នាក់ដែលមានអាជីពជាអ្នកបើកបរនិងអ្នកសម្អាតស្រាប់តែរៀបការជាមួយម្ចាស់ទ្រព្យសម្បត្តិរាប់រយលានរៀលនោះគឺជារឿងកំប្លែងដែលគួរឲ្យខ្ពើមណាស់ចាន់ដាខ្ញុំមានអារម្មណ៍ថាភ្នែកទាំងអស់សម្លឹងមកខ្ញុំរងចាំប្រតិកម្មធារីក្រឡេកមើលខ្ញុំដោយការសម្លឹងស្រពេចស្រពិលនេះជាពេលវេលាដែលខ្ញុំត្រូវការពារខ្លួន
ខ្ញុំសូមគោរពលោកសុធានិងអ្នកស្រីលីដាខ្ញុំនិយាយដោយព្យាយាមរក្សាសំឡេងកុំឲ្យញ័រខ្ញុំមិនដែលបង្ខំអ្នកស្រីធីរីឲ្យធ្វើអ្វីឡើយអាពាហ៍ពិពាហ៍នេះគឺជាសំណើរបស់គាត់ខ្ញុំគោរពអ្នកស្រីធីរីមិនមែនទេលីដាស្រែកថាឯងគ្រាន់តែធ្វើពុតជាគោរពប៉ុណ្ណោះយើងដឹងថាឯងកំពុងរកឱកាសមាសយើងមានភស្តុតាងសុធាបន្ទាប់មកបានយករូបថតមួយដែលបោះពុំព្រាលវាជារូបថតរបស់ខ្ញុំពេលខ្ញុំកំពុងនិយាយជាមួយមិត្តរួមការងារជាពលករខ្មែរនៅខាងក្រៅច្រកទ្វារពីរបីថ្ងៃបន្ទាប់ពីខ្ញុំផ្លាស់ទៅបន្ទប់ថ្មីចាន់ដាត្រូវបានគេឃើញតាក់ទងជាមួយអ្នកខាងក្រៅគាត់ប្រកាសជាបានសុំជំនួយរៀបចំលេខឬព្យាយាមលួចឯកសារសុធាចោទប្រកាន់នោះគឺជាអន្ទាក់ដ៏ល្បិចកលខ្ញុំគ្រាន់តែសួរអំពីនីតិវិធីនៃការផ្ញើប្រាក់ទៅស្រុកកំណើតប៉ុន្តែពួកគេបានបោកប្រាស់វាដូចជាខ្ញុំកំពុងរៀបចំផែនការឧក្រិដ្ឋកម្មខ្ញុំត្រូវតែកុហកដោយឆ្លាតវៃរូបថតនោះត្រូវបានថតពេលខ្ញុំសុំជំនួយពីមិត្តរួមការងាររបស់ខ្ញុំដើម្បីផ្ញើរបស់ផ្ទាល់ខ្លួនមួយចំនួនពីបន្ទប់ចាស់របស់ខ្ញុំនៅអន្តេវាសិកដ្ឋានបុគ្គលិកទៅបន្ទប់ភ្ញៀវថ្មីដូចដែលអ្នកស្រីធីរីបានបញ្ជាខ្ញុំពន្យល់ដោយងាកទៅធីរីមិនចង់រំខានបុគ្គលិកថ្មីជាមួយរបស់មិនសំខាន់របស់ខ្ញុំធីរីងក់ក្បាលតិចបញ្ជាក់លេខរបស់ខ្ញុំចាន់ដាគ្រាន់តែស្ដាប់បង្គាប់ការណែនាំរបស់ខ្ញុំប៉ុណ្ណោះអ្នកកំពុងព្យាយាមបំផ្លាញការពិតតូចតាចនេះទៅជាការខុបខិតសុធាកាន់តែតានតឹងបន្ទាប់មកគាត់ព្យាយាមដាក់អន្ទាក់ខ្ញុំដោយការចោទប្រកាន់កាន់តែធ្ងន់ធ្ងរយើងបានពិនិត្យរបាយការណ៍ហិរញ្ញវត្ថុរបស់មីងមានលុយច្រើនបាត់ពីទូដែកតូចក្នុងបន្ទប់មីងយើងចោទប្រកាន់អ្នកថាបានយកវាមុនពេលឆន្ទៈត្រូវបានផ្លាស់ប្ដូរសុធានិយាយដោយញឹមចំអកការសារភាពរបស់ចាន់ដាឥឡូវនេះជាការវាយប្រហារផ្ទាល់ខ្ញុំដឹងថាធីរីមិនអាចរាយការណ៍ពីការបាត់បង់បានទេនេះជាការចោទប្រកាន់คล้ายៗ100ប៉ុន្តែតើត្រូវបដិសេធដោយគ្មានភស្តុតាងដោយរបៀបណាធីរីស្រាប់តែនិយាយសំឡេងរបស់នាងខ្សោយតែស្លាប់ខ្ញុំជាអ្នកដែលផ្ដល់ឲ្យវាជាថ្លៃបណ្ដាការអាពាហ៍ពិពាហ៍សេរីរបស់យើងអ្វីដែលប្តីរបស់ខ្ញុំទទួលបានជាថ្លៃបណ្ដាការមិនមែនជារឿងរបស់អ្នកឡើយសុធានោះគឺជាសិទ្ធិរបស់គាត់បន្ទប់ទាំងមូលនៅស្ងៀមធីរីបានប្រើការចោទប្រកាន់คล้ายៗរបស់ពួកគេដើម្បីលាតត្រដាងការពិតនៃអាពាហ៍ពិពាហ៍របស់យើងមុខរបស់សុធានិងលីដាប្រែជាក្រហមឆ្អៅពួកគេបានបរាជ័យក្នុងការដាក់អន្ទាក់ខ្ញុំហើយបែរជាធ្វើឲ្យធីរីលាតត្រដាងអាចកំបាំងដែលនាងចង់ឲ្យពួកគេដឹងថាខ្ញុំជាពលករខ្មែរឥឡូវនេះមានចំណងផ្លូវច្បាប់ជាផ្លូវការនៅពេលកិច្ចប្រជុំបានបញ្ចប់ដោយបរាជ័យទាំងស្រុងសម្រាប់គ្រួសារលីដាបានអន់ខ្លួនទៅរកខ្ញុំពេលនាងក្រោកឈរប្រហែលជាអ្នកឈ្នះថ្ងៃនេះចាន់ដានាងខ្សឹបភ្នែករបស់នាងពោពេញទៅដោយការសន្យាអាក្រក់ប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះយើងនឹងដាក់អន្ទាក់អ្នកដោយការចោទប្រកាន់ធំជាងនេះទៅទៀតយើងនឹងធ្វើឲ្យអ្នកស្ដាយក្រោយដែលបានកើតមកខ្ញុំគ្រាន់តែអាចសម្លឹងមើលនាងខ្ញុំលែងមានអារម្មណ៍ភ័យខ្លាចដូចពីមុនទៀតហើយមានតែភាពហត់នឿយដ៏ត្រជាក់ខ្ញុំដឹងថាការចោទប្រកាន់คล้ายៗទាំងនេះនឹងបន្តកើតឡើងគំរាមកំហែងស្ថានភាពរបស់ខ្ញុំកិច្ចសន្យារបស់ខ្ញុំហើយអ្វីដែលសំខាន់បំផុតគឺជោគវាសនានៃលិខិតឆ្លងដែនរបស់ខ្ញុំដែលនៅតែស្ថិតក្នុងដៃធីរីខ្ញុំជាគោលដៅដែលព័ទ្ធជុំវិញដោយអ្នកប្រមាញ់ដែលស្រេកឃ្លានខ្ញុំត្រូវតែរក្សាភាពរឹងមាំព្រោះកំហុសតូចតាចតែមួយអាចមានន័យថាការបំផ្លិចបំផ្លាញទាំងស្រុងនឹងការនិរទេសដ៏អាម៉ាស់ខ្ញុំត្រូវតែប្រើល្បិចកលរបស់ធីរីដើម្បីប្រឆាំងនឹងនាងហើយក្នុងពេលតែមួយប្រឆាំងនឹងនាងបន្ទាប់ពីការប្រជុំមុខដាក់គ្នានៅក្នុងបន្ទប់ទទួលទានអាហារដែលបានបញ្ចប់ដោយការសារភាពមិននឹកស្មានដល់របស់ធីរីអំពីថ្លៃបណ្ដាការលីដានិងសុធាកំពុងលិតរបួសរបស់ពួកគេហើយរៀបចំផែនការថ្មីភាពស្ងប់ស្ងាត់ដែលកើតឡើងបន្ទាប់ពីព្យុះនោះមានអារម្មណ៍ថាគួរឲ្យខ្លាចជាងភាពចលាចលខ្ញុំដឹងថាពួកគេនឹងមិនឈប់រហូតដល់ខ្ញុំត្រូវបានបណ្ដេញចេញឬស្លាប់ទោះយ៉ាងណាអ្វីដែលរំខានខ្ញុំជាងនេះទៅទៀតគឺធីរីខ្លួនឯងនាងបានប្រើការកុហករបស់ខ្ញុំហើយសូម្បីតែបង្កើតការកុហកថ្មីអំពីថ្លៃបណ្ដាការដោយភាពឆ្លាតវៃដ៏អស្ចារ្យនាងគឺជាអ្នកបោកប្រាស់ដ៏ប៉ិនប្រសប់ដែលលើសពីក្មួយប្រុសស្រីដែលលោភលន់របស់នាង
ល្ងាចនោះខ្ញុំអង្គុយនៅបន្ទប់ធ្វើការរបស់នាងធីរីកំពុងអានរបាយការណ៍ហិរញ្ញវត្ថុដែលអាមៀយកមកឲ្យមុខរបស់នាងហត់នឿយតែភ្នែករបស់នាងផ្ដោតអារម្មណ៍ភាពធាត់រ៉ាំរ៉ៃនិងជំងឺរបស់នាងពិតជាធ្វើឲ្យនាងខ្សោយកម្លាំងកាយប៉ុន្តែគំនិតរបស់នាងគំនិតរបស់នាងគឺជាបន្ទាយដ៏ឃោរឃៅខ្ញុំបានហ៊ាននិយាយអ្នកស្រីធីរីខ្ញុំនិយាយបន្ទាប់ពីអាមៀចេញទៅហេតុអ្វីអ្នកការពារខ្ញុំអ្នកអាចអនុញ្ញាតឲ្យពួកគេដាក់អន្ទាក់ខ្ញុំដោយការចោទប្រកាន់លុយបាត់បង់នោះធីរីបិទស្រោមសម្បត្តិរបាយការណ៍របស់នាងដោយសំឡេងខ្លាំងនាងងាកទៅរកខ្ញុំយឺតការបញ្ចេញមិត្តរបស់នាងកម្រធ្ងន់ធ្ងរបែបនេះណាស់ការពារអ្នកនោះមិនមែនជាការការពារទេចាន់ដានោះគឺជាការវិនិយោគនាងនិយាយសំឡេងរបស់នាងមុតស្រួចប្រសិនបើពួកគេអាចបញ្ជាក់ថាអ្នកជាចោរស្ថានភាពរបស់អ្នកក្នុងនាមជាប្តីនិងអ្នកស្នងរកនឹងត្រូវលុបចោលភ្លាមផែនការទាំងមូលរបស់ខ្ញុំនឹងត្រូវបំផ្លាញខ្ញុំមិនអាចអនុញ្ញាតឲ្យរឿងនោះកើតឡើងបានទេពាក្យទាំងនោះម្ដងទៀតបានបញ្ជាក់ពីជំហររបស់ខ្ញុំជាទ្រព្យសម្បត្តិមិនមែនជាមនុស្សដែលត្រូវបានស្រឡាញ់ទេប៉ុន្តែជាវិធីដែលអ្នកប្រើថ្លៃបណ្ដាការជាលេសខ្ញុំបន្តអ្នកស្ងប់ស្ងាត់ណាស់ដូចជាអ្នកបានរៀបចំផែនការទាំងអស់នោះរួចហើយធីរីញឹមតិចញឹមដែលពោពេញទៅដោយអាថ៌កំបាំងចាន់ដាអ្នកឃើញខ្ញុំជាស្ត្រីចំណាស់ដែលឈឺជនរងគ្រោះនៃគ្រួសាររបស់នាងដែលស្រេកឃ្លានទ្រព្យសម្បត្តិនោះជារឿងល្អអនុញ្ញាតឲ្យពួកគេគិតដូច្នេះដែរនាងបន្ទាប់មកបានរៀបរាប់ប្រវត្តិរបស់នាងយ៉ាងខ្លីដែលធ្វើឲ្យខ្ញុំព្រឺសម្បូរគ្រួសារប្តីរបស់ខ្ញុំនិងគ្រួសាររបស់ខ្ញុំផ្ទាល់បានព្យាយាមគ្រប់គ្រងទ្រព្យសម្បត្តិនេះតាំងពីឪពុករបស់ខ្ញុំបានស្លាប់ពួកគេព្យាយាមដាក់អន្ទាក់ខ្ញុំដោយរឿងអាស្រូវភាគហ៊ុនពួកគេព្យាយាមធ្វើឲ្យខ្ញុំត្រូវបានគេចាត់ទុកថាមិនគ្រប់លក្ខខ្ញុំតស៊ូចាន់ដាមិនមែនដោយសារខ្ញុំខ្សោយទេខ្ញុំតស៊ូព្រោះខ្ញុំឆ្លាតធីរីក្រោកពីកៅអីរបស់នាងយ៉ាងលំបាកដោយពឹងផ្អែកលើឈើច្រត់នាងដើរយឺតទៅទូសៀវភៅបុរាណនាងបានបើកថតសម្ងាត់មួយហើយយកទិនានុវត្តដែលមានគម្របស្បែកចាស់មួយចេញយកនេះនាងនិយាយដោយប្រគល់ទិនានុវត្តនោះនេះជាកំណត់ហេតុប្រចាំថ្ងៃរបស់ប្តីខ្ញុំគាត់ស្លាប់ដោយសារគ្រោះថ្នាក់ដែលខ្ញុំជឿថាត្រូវបានរៀបចំដោយសូធាខ្ញុំមិនដែលមានភស្តុតាងគ្រប់គ្រាន់ទេប៉ុន្តែខ្ញុំមានកំណត់ហេតុនេះមានឈ្មោះអ្នកខុបខិតនិងព័ត៌មានលម្អិតអំពីទ្រព្យសម្បត្តិខុសច្បាប់របស់ពួកគេនាងសម្លឹងមកខ្ញុំយ៉ាងយកចិត្តទុកដាក់ខ្ញុំមិនអាចផ្ដល់វាឲ្យមេធាវីបានទេពួកគេមានចារបរិសុទ្ធគ្រប់ទីកន្លែងមានតែអ្នកទេដែលអាចរក្សាវាបានអ្នកជាបុរសដែលត្រូវបានគេសង្ស័យបំផុតប៉ុន្តែក៏ជាអ្នកដែលត្រូវបានគេធ្វេសប្រហែសបំផុតក្នុងបរិបទនៃជម្លោះផ្ទៃក្នុងគ្រួសារខ្ញុំបានទទួលទិនានុវត្តនោះទម្ងន់របស់វាមានអារម្មណ៍ដូចជាកាន់អាថ៌កំបាំងដ៏ងឹតបំផុតក្នុងរាជវង្សនេះហេតុអ្វីអ្នកមិនលាតត្រដាងពួកគេដោយខ្លួនឯងអ្នកស្រីខ្ញុំសួរធីរីដកដង្ហើមវែងដង្ហើមដែលស្ដាប់ទៅឈឺចាប់ខ្ញុំបានព្យាយាមហើយប៉ុន្តែអំណាចរបស់ខ្ញុំមានកម្រិតហើយឥឡូវនេះស្ថានភាពរបស់ខ្ញុំកាន់តែអាក្រក់ទៅខ្ញុំត្រូវការសាក្សីអព្យាក្រឹតដែលឋានៈជាជនបរទេសការពារភាពស្មោះត្រង់របស់គាត់ខ្ញុំត្រូវការនរណាម្នាក់ដែលពួកគេនឹងមិនសង្ស័យថាដឹងអ្វីទាំងអស់អំពីអតីតកាលដ៏ស្អុយរលួយរបស់ពួកគេខ្ញុំបានដាក់អ្នកក្នុងឆន្ទៈចាន់ដាមិនមែនគ្រាន់តែដើម្បីធ្វើឲ្យពួកគេឈឺចាប់នោះទេប៉ុន្តែដើម្បីធានាថាអ្នកមានអំណាចដើម្បីបើកទិនានុវត្តនេះទៅពិភពលោកបន្ទាប់ពីខ្ញុំបានទៅអំណាចនៃមរតកនឹងធ្វើឲ្យសម្លេងរបស់អ្នកត្រូវបានគេយឺមិនមែនស្ថានភាពជាពលករខ្មែរទេខ្ញុំកាន់ទិនានុវត្តនោះយ៉ាងតឹងខ្ញុំបានដឹងថាអាពាហ៍ពិពាហ៍នេះមិនមែនគ្រាន់តែជាការសាកល្បងទេនេះជាមរតកធារីមិនមែនជាមនុស្សទន់ខ្សោយទេនៅពីក្រោយរាងកាយដែលរងគ្រោះរបស់នាងលាក់នៅល្បិចកលនិងផែនការដ៏ធំមួយដើម្បីជំរះឈ្មោះប្តីរបស់នាងនិងសងសឹកខ្ញុំមិនមែនជាឧបករណ៍ទេប៉ុន្តែជាគន្លឹះដើម្បីលាតត្រដាងអាថ៌កំបាំងចាប់ពីពេលនោះមកខ្ញុំបានមើលធីរីដោយភ្នែកដែលខុសគ្នាទាំងស្រុងនាងគឺជាអ្នកត្រួសត្រាយនាងគឺជាមេតបខ្ញុំជាទាហានរបស់នាងខ្ញុំលែងមានអារម្មណ៍ថាត្រូវបានគេប្រើប្រាស់ទាំងស្រុងទៀតហើយប៉ុន្តែខ្ញុំនៅតែខ្លាចឥឡូវនេះខ្ញុំមិនត្រឹមតែប្រឈមមុខនឹងលីដានិងសូធាប៉ុណ្ណោះទេ
ប៉ុន្តែក៏ប្រឈមមុខនឹងឧក្រិដ្ឋកម្មអតីតកាលដែលធំជាងនេះទៅទៀតដែលអាចបំផ្លាញខ្ញុំប្រសិនបើខ្ញុំធ្វើខុសខ្ញុំលាក់ទានានុវត្តនោះនៅបាតវ៉ាលីរបស់ខ្ញុំត្រូវតែរស់រានមានជីវិតក្នុងអាពាហ៍ពិពាហ៍ដែលពោរពេញទៅដោយសម្ពាធនេះប្រឈមមុខនឹងល្បិចកលគ្រួសារការគំរាមកំហែងផ្នែកច្បាប់ហើយឥឡូវនេះអាចកំបាំងដងងឹតដែលទាមទារយុត្តិធម៌ចាប់តាំងពីខ្ញុំបានទទួលទានានុវត្តស្បែករបស់ប្តីធីរីមកសម្ពាធក្នុងផ្ទះនេះបានកើនឡើងដល់កម្រិតគួរឲ្យព្រួយបារម្ភលីដានិងសូធាដែលឥឡូវនេះជឿជាក់ថាខ្ញុំជាការគំរាមកំហែងផ្ទាល់កាន់តែខ្លាំងក្លាទន្ទឹមនឹងនេះស្ថានភាពធីរីកាន់តែយ៉ាប់យឺនយ៉ាងខ្លាំងភាពទន់ខ្សោយខាងរាងកាយធីរីដែលជាក់ស្ដែងឥឡូវនេះคล้ายជាដាវមុខពីរនាងបាត់បង់កម្លាំងដើម្បីធ្វើចលនាប៉ុន្តែនាងទទួលបានការអាណិតអាសូរคล้ายពីគ្រួសារដែលសង្ឃឹមថានាងនឹងស្លាប់ភ្លាមខ្ញុំបានឃើញសូធានិងលីដាមកធ្វើពុតជាផ្ដល់ជំនួយទោះបីជាភ្នែករបស់ពួកគេក្រឡេកមើលគ្រប់ទីរកឱកាសរកឯកសារដែលខ្ញុំអាចលាក់ក៏ដោយចំណុចកំពូលបានកើតឡើងនៅយប់មួយធីរីស្រាប់តែមានការពិបាកដកដង្ហើមយ៉ាងខ្លាំងសំឡេងរ៉ូតក្នុងបន្ទប់បានបន្លឺឡើងយ៉ាងខ្លាំងគីលានុបដ្ឋាយិកាប្រញាប់ហើយរថយន្តសង្គ្រោះហើយបរិយាកាសបានប្រែទៅជាភាពវឹកវរពេលគីលានុបដ្ឋាយិកាកំពុងភ័យស្លន់ស្លោហើយទូរស័ព្ទរ៉ូតធីរីបានចាប់ដៃខ្ញុំដោយកម្លាំងដ៏គួរឲ្យភ្ញាក់ផ្អើលទោះបីជារាងកាយរបស់នាងញ័រយ៉ាងខ្លាំងមុខរបស់នាងស្លេកស្លាំងភ្នែករបស់នាងអង្វរចាន់ដាស្ដាប់នាងខ្សឹបដង្ហើមរបស់នាងដកជាប់គ្នាស្ទើរតែគ្មានសំឡេងទូដែកនៅពីក្រោយគំនូចាស់សនៅពីក្រោយខ្នើយរបស់ខ្ញុំធ្វើសកម្មភាពយ៉ាងលឿនខ្ញុំបានយកសស្ពាន់តូចមួយដែលលាក់យ៉ាងស្អាតក្នុងផ្នត់ខ្នើយរបស់នាងមុនពេលគីលានុបដ្ឋាយិកាត្រឡប់ចូលធីរីបិទភ្នែកកូតសម្ងាត់ថ្ងៃខែឆ្នាំកំណើតថ្ងៃដែលយើងរៀបការបន្ទាប់មកនាងសន្លប់រថយន្តសង្គ្រោះបានមកដល់ហើយដឹកនាងទៅផ្ទះទាំងមូលរវល់លីដានិងសូធាប្រញាប់មកធ្វើពុតជាព្រួយបារម្ភទោះបីជាពួកគេមកដើម្បីលបមើលក៏ដោយពួកគេឃ្លាំមើលបន្ទប់ធីរីរងចាំឱកាសចូលទៅរកឆន្ទៈខ្ញុំដឹងថាខ្ញុំត្រូវតែធ្វើសកម្មភាពយ៉ាងលឿនខ្ញុំមិនអាចអនុញ្ញាតឲ្យពួកគេចូលទៅក្នុងទូដែកធីរីបានទេពេលមនុស្សគ្រប់គ្នាប្រមូលផ្ដុំគ្នានៅបន្ទប់ទទួលភ្ញៀវខ្ញុំបានលួចចូលបន្ទប់ធីរីគំនូចាស់ដែលមានលំនាំអក្សរផ្ចង់ខ្មែរគ្រប់លើទូដែកជញ្ជាំងខ្ញុំបានរំកិលគំនូនោះទូដែកនោះតូចលាក់យ៉ាងល្អខ្ញុំបានបញ្ចូលសស្ពាន់នោះខ្ញុំបានបង្វិលកូនសោបញ្ចូលកូដសម្ងាត់ថ្ងៃខែឆ្នាំអាពាហ៍ពិពាហ៍សេរីរបស់យើងវាជាថ្ងៃដែលនាងបង្ខំហើយឥឡូវនេះคล้ายជាអ្នកសង្គ្រោះរបស់ខ្ញុំក្លឹបទូដែកបានបើកនៅក្នុងនោះគ្មានគ្រឿងអលង្ការឬសាច់ប្រាក់ទេប៉ុន្តែជាគំនរឯកសារច្បាប់ដែលបានរៀបចំយ៉ាងស្អាតឯកសារចាស់មួយចំនួននិង flash drive តូចមួយខ្ញុំបានយក flash drive និងស្រោមសំបុត្រដែលមានហត្ថលេខាសាការីចេញយ៉ាងលឿនខ្ញុំបានបិទទូដែកដាក់គំនូនោះទៅកន្លែងដើមវិញហើយត្រឡប់ទៅបន្ទប់ភ្ញៀវលាក់ខ្លួននៅពីក្រោយទ្វារដែលបានចាក់សដោយដៃញ័រខ្ញុំបានដោត flash drive នោះទៅក្នុងកុំព្យូទ័រយួរដៃដែលខ្ញុំបានទិញពីលុយហោប៉ៅដែលមិននឹកស្មានដល់ដែលនាងបានផ្ដល់ឲ្យខ្លឹមសាររបស់វាគឺជាសម្លេងថតចំណូលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលក្រុមហ៊ុនប្តីរបស់នាងដែលបានប្រារព្ធឡើងជាច្រើនឆ្នាំមុនក្នុងការថតនោះខ្ញុំបានឮសម្លេងសូធាលីដានិងមនុស្សមួយចំនួនទៀតកំពុងខុបខិតគ្នាដើម្បីបោកប្រាស់ការធ្វើសវនកម្មក្រុមហ៊ុនប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតគឺឯកសារភេទមួយនៅក្នុងនោះវាជាលិខិតសារភាពកំហុសពីអតីតនាយកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលបានបញ្ជាក់យ៉ាងច្បាស់ថាគាត់ត្រូវបានបង្ខំដោយសូធានិងលីដាឲ្យក្លែងបន្លំរបាយការណ៍នៅផ្នែកខាងក្រោមនៃលិខិតនោះមានសរសេរថាធីរីធ្លាប់ព្យាយាមប្រើឯកសារនេះប៉ុន្តែគ្រួសាររបស់នាងបានគំរាមលាតត្រដាងអាចកំបាំងផ្ទាល់ខ្លួនដល់អាម៉ាស់របស់នាងខ្ញុំបានរកឃើញចំណុចបត់បែនតូចមួយនៃអាពាហ៍ពិពាហ៍របស់ខ្ញុំមិនមែនជារឿងដំបូងដែលនាងបានធ្វើដើម្បីឈ្នះការប្រកួតនេះឡើយនាងបានព្យាយាមតស៊ូតាំងពីច្រើនឆ្នាំមុនហើយបរាជ័យនាងថែមទាំងបានរៀបចំភស្តុតាងនេះតាំងពីយូរមកហើយប៉ុន្តែត្រូវបានបង្ខំឲ្យរក្សាវាទុកខ្ញុំបានដឹងថាធីរីមិនត្រឹមតែឆ្លាតប៉ុណ្ណោះទេនាងអស់សង្ឃឹម
នាងដឹងថាមានតែការផ្ដល់ទ្រព្យសម្បត្តិមរតកនិងភស្តុតាងដល់មនុស្សក្រៅដែលនឹងមិនត្រូវបានរងផលប៉ះពាល់ដោយការគំរាមកំហែងគ្រួសារប៉ុណ្ណោះទើបនាងមានឱកាសទទួលបានយុត្តិធម៌ខ្ញុំជាពលករខ្មែរដែលភ័យស្រួយគឺជាមនុស្សតែម្នាក់គត់ដែលគ្មានអាចកំបាំងផ្សេងទៀតដើម្បីត្រូវបានគំរាមកំហែងដោយលីដានិងសុធាខ្ញុំបានរក្សា flash drive និងស្រោមសំបុត្រសាការីនោះខ្ញុំដឹងថាឥឡូវនេះខ្ញុំមិនត្រឹមតែកាន់កូនសោទៅរកទ្រព្យសម្បត្តិប៉ុណ្ណោះទេប៉ុន្តែក៏ជាកូនសោទៅរកការបំផ្លិចបំផ្លាញគ្រួសារអ្នកមាននេះផងដែរហ្គេមបានផ្លាស់ប្ដូរហើយខ្ញុំលែងអាចថយក្រោយបានហើយខ្ញុំត្រូវតែបន្តទៅមុខហើយអនុវត្តផែនការរបស់ធីរីមិនមែនត្រឹមតែសម្រាប់លុយនោះទេប៉ុន្តែដើម្បីលាតត្រដាងភាពស្អុយរលួយដែលបានឆក់យកជីវិតនិងសេចក្តីថ្លៃថ្នូរខ្ញុំជាពលករខ្មែរប៉ុន្តែឥឡូវនេះខ្ញុំជាអ្នកកាន់បៀអាសនៅក្នុងសមរភូមិមរតកបន្ទាប់ពីធីរីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភាពវឹកវរក្នុងផ្ទះបានឈានដល់កម្រិតកំពូលលីដានិងសុធាដោយក្តីរីករាយដែលលាក់បាំងពីក្រោយមុខដែលព្រួយបារម្ភបានដាក់បណ្ដឹងភ្លាមពួកគេមិនបានខ្ជះខ្ជាយពេលវេលាឡើយព្រឹកបន្ទាប់ពីធីរីត្រូវបានព្យាបាលខ្ញុំបានទទួលលិខិតផ្លូវការមួយដែលបានប្រគល់ដោយអ្នកនាំសម្បត្តិវាជាលិខិតដីកាកោះហៅទៅតុលាការសាសនាដែលបានដាក់ដោយសុធានិងលីដាទាមទារឲ្យលុបចោលអាពាហ៍ពិពាហ៍របស់យើងដោយមូលហេតុការបង្ខិតបង្ខំនិងការបោកប្រាស់ព្រមទាំងសំណើសុំដីកានិរទេសសម្រាប់ខ្ញុំមានអារម្មណ៍ថាពោះរបស់ខ្ញុំកន្ត្រាក់ការគំរាមកំហែងនិរទេសនោះឥឡូវនេះពិតប្រាកដមិនមែនគ្រាន់តែជាការគំរាមកំហែងទៀតទេស្ថានភាពពលករខ្មែរដែលភ័យស្រួយរបស់ខ្ញុំឥឡូវនេះត្រូវបានសាកល្បងក្នុងប្រព័ន្ធច្បាប់របស់ពួកគេក្នុងភាពអស់សង្ឃឹមនោះខ្ញុំនឹកឃើញអាមៀជាមេធាវីចំណាស់របស់ធីរីធ្លាប់បានបញ្ជាក់ថាអាមៀស្មោះត្រង់ទោះបីគាត់ធ្លាប់ភ័យខ្លាចពេលកែប្រែឆន្ទៈក៏ដោយខ្ញុំត្រូវតែជួបគាត់មុនពេលខ្ញុំត្រូវបានចាប់ខ្លួននិងនិរទេសខ្ញុំបានរកទំនាក់ទំនងអាមៀតាមរយៈឯកសារធីរីហើយបានជោគជ័យក្នុងការតាក់ទងគាត់តាមរយៈទូរស័ព្ទសម្ងាត់យើងបានព្រមព្រៀងជួបគ្នានៅហាងកាហ្វេស្ងាត់មួយនៅជ្រុងទីក្រុងឆ្ងាយពីការឃ្លាំមើលរបស់គ្រួសារអាមៀបានមកដល់ដោយមុខតានតឹងនិងហត់នឿយគាត់មើលទៅភ័យខ្លាចដូចជានរណាម្នាក់កំពុងត្រូវបានគេដេញតាមស្រមោលចាន់ដាអ្នកឈួតហើយមកទីនេះគាត់ខ្សឹបបន្ទាប់ពីយើងអង្គុយនៅជ្រុងដាច់ស្រយាលបំផុតពួកគេកំពុងតាមរកអ្នកសុធានិងលីដាបានរៀបចំក្រុមមេធាវីល្អបំផុតដើម្បីបំផ្លាញអាពាហ៍ពិពាហ៍របស់អ្នកប្រសិនបើអាពាហ៍ពិពាហ៍នេះត្រូវបានលុបចោលឆន្ទៈអ្នកស្រីធីរីនឹងត្រូវលុបចោលអ្នកនឹងបាត់បង់ការការពារផ្នែកច្បាប់ហើយត្រូវបាននិរទេសពួកគេថែមទាំងបានរៀបចំរបាយការណ៍ប៉ូលីសคล้ายៗខ្ញុំដឹងហើយលោកអាមៀព្យាយាមរក្សាសម្លេងរបស់ខ្ញុំឲ្យនឹងប៉ុន្តែអ្នកស្រីធីរីបានផ្ដល់សរឲ្យខ្ញុំហើយខ្ញុំបានរកឃើញនេះខ្ញុំបានយក flash drive និងស្រោមសំបុត្រសាការីដែលមានច្បាប់ចម្លងឆន្ទៈសង្ខេបខ្ញុំបានប្រគល់វាឲ្យគាត់អាមៀសម្លឹងមើល flash drive នោះបន្ទាប់មកមើលឆន្ទៈក្នុងដៃរបស់គាត់ភ្នែករបស់គាត់បើកធំការថតកិច្ចប្រជុំនោះអបព្រះឲ្យធីរីពិតជាបានធ្វើវានាងបានរៀបចំរឿងនេះអស់ជាច្រើនឆ្នាំប៉ុន្តែហេតុអ្វីអ្នកមើលទៅភ័យខ្លាចលោកអាមៀអ្នកជាមេធាវីរបស់ធីរីតើអ្នកមិនគួរការពារខ្ញុំទេឬដោយមានការសង្ស័យយ៉ាងខ្លាំងអាមៀដកដង្ហើមវែងចាន់ដាមានអ្វីដែលអ្នកមិនយល់ខ្ញុំបានក្លាយជាមេធាវីរបស់គ្រួសារនេះអស់40ឆ្នាំហើយសុធានិងលីដាដឹងអាចកំបាំងហិរញ្ញវត្ថុរបស់ខ្ញុំទាំងអស់ពួកគេគំរាមកំហែងគ្រួសាររបស់ខ្ញុំមិនអាចការពារអ្នកស្រីធីរីឬអ្នកដោយបើកចំហបានទេខ្ញុំបានដឹងពីល្បិចកលផ្នែកច្បាប់អាមៀមិនមែនជាជនក្បត់ទេប៉ុន្តែគាត់គឺជាចំណាប់ខ្មាំងគាត់គឺជាជនរងគ្រោះនៃល្បែងអំណាចរបស់សុធានិងលីដាប៉ុន្តែអ្នកស្រីធីរីដឹងរឿងនេះហើយខ្ញុំនិយាយអាមៀងក់ក្បាលបាត់នោះហើយជាមូលហេតុដែលនាងជ្រើសរើសអ្នកនាងដឹងថាខ្ញុំមិនអាចធ្វើចលនាបានទេនាងដឹងថានាងត្រូវការមនុស្សក្រៅដែលគ្មានចំណងប្រវត្តិសាស្ត្រនៅទីនេះនាងបានដាក់អ្នកជាអ្នកបង្កហេតុផ្នែកច្បាប់អាពាហ៍ពិពាហ៍នេះផ្ដល់សិទ្ធិឲ្យអ្នកតស៊ូនៅតុលាការសិទ្ធិដែលសូម្បីតែសាច់ញាតិជិតស្និទ្ធជាច្រើនរបស់នាងក៏គ្មានដែរគាត់បន្ទាប់មកបានផ្ដល់សញ្ញាសម្ងាត់មួយ
ខ្ញុំមិនអាចក្លាយជាមេធាវីធំរបស់អ្នកបានទេព្រោះខ្ញុំនឹងត្រូវបំផ្លាញប៉ុន្តែខ្ញុំនឹងជួយអ្នកនៅពីក្រោយឆាកខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅឈ្មោះមេធាវីវ័យក្មេងដ៏ឆ្លាតម្នាក់ដែលមិនជាប់ពាក់ព័ន្ធជាមួយគ្រួសារណាមួយខ្ញុំនឹងធានាថាឯកសារទាំងអស់ដែលអ្នកត្រូវការសម្រាប់ការកាត់ក្តីត្រូវបានរៀបចំយ៉ាងល្អឥតខ្ចោះរួមទាំងលិខិតស្របច្បាប់នៃអាពាហ៍ពិពាហ៍សេរីរបស់អ្នកអាមៀអង្គុយអន់ទៅមុខភ្នែករបស់គាត់ពោពេញដោយការព្រមានស្ដាប់ធារីចង់ឲ្យអ្នកធ្វើពីរយ៉ាងទី1កុំលែងលះនាងឡើយទី2ប្រើការថតនេះជាអាវុធចុងក្រោយរបស់អ្នកប្រសិនបើអ្នកលាតត្រដាងវាឥឡូវនេះពួកគេនឹងធ្វើឲ្យការថតនេះបាត់បង់ហើយបំផ្លាញអ្នករងចាំរហូតដល់ថ្ងៃកាត់ក្តីពេលអ្នកមានការការពារដាច់ខាតខ្ញុំបានទទួលការបញ្ជាក់ដែលខ្ញុំត្រូវការខ្ញុំស្ថិតនៅកណ្ដាលល្បែងមេធាវីពីមុខអាមៀត្រូវតែមើលទៅដូចជាសត្រូវឬយ៉ាងហោចណាស់ជាភាគីអព្យាក្រឹតក្នុងក្រសែភ្នែកសុធានិងលីដាខណៈដែលសម្ងាត់คล้ายជាអ្នកបង្កើតការការពាររបស់ខ្ញុំយល់ហើយលោកអាមៀតើជំហានបន្ទាប់របស់ខ្ញុំគឺអ្វីថ្ងៃស្អែកអ្នកនឹងទទួលបានការហៅទូរស័ព្ទពីមេធាវីដារិចគាត់ជាមនុស្សរបស់ខ្ញុំប៉ុន្តែគាត់មិនដឹងថាខ្ញុំជាអ្នកបញ្ជូនគាត់ឡើយគាត់នឹងដឹកនាំការការពាររបស់អ្នកសម្រាប់ពេលនេះកុំត្រឡប់ទៅផ្ទះធារីវិញសុធាបានហៅប៉ូលីសដោយសាររំខានសណ្ដាប់ធ្នាប់ពួកគេចង់ចាប់អ្នកហើយចាប់ផ្ដើមដំណើរការនិរទេសទៅកន្លែងសុវត្ថិភាពហើយរងចាំបញ្ជាដារិចនឹងច័ន្ទដារក្សា flash drive នោះដូចជាជីវិតរបស់អ្នកខ្ញុំបានចាក់ចេញពីហាងកាហ្វេនោះមិនមែនដោយការភ័យខ្លាចទេប៉ុន្តែដោយការតាំងចិត្តថ្មីការគំរាមកំហែងនិរទេសនិងការលុបចោលអាពាហ៍ពិពាហ៍នោះគឺពិតប៉ុន្តែឥឡូវនេះខ្ញុំដឹងថាខ្ញុំមានសម្ព័ន្ធមិត្តលាក់កំបាំងនិងអាវុធចុងក្រោយខ្ញុំជាកូនអុកប៉ុន្តែឥឡូវនេះខ្ញុំជាកូនអុកដែលមានអាវុធនិងទទួលបានការណែនាំសម្ងាត់ខ្ញុំត្រូវតែរស់រានមានជីវិតនេះលែងជារឿងលុយទៀតហើយនេះជារឿងឈ្នះការប្រយុទ្ធប្រឆាំងនឹងប្រព័ន្ធដែលពុករលួយបន្ទាប់ពីបានជួបជាមួយអាមៀនិងបានទទួលការបញ្ជាក់អំពីអន្ទាក់ច្បាប់ដែលសុធានិងលីដាបានរៀបចំខ្ញុំបានចំណាយពេលមួយយប់នៅផ្ទះល្វែងជួលសាមញ្ញមួយដែលរៀបចំដោយមេធាវីដារិចខ្ញុំអង្គុយនៅទីនោះកាន់ flash drive និងលិខិតកោះហៅតុលាការព្យាយាមយល់ពីគម្រោងទាំងមូលរបស់ធារីដារិចជាមេធាវីវ័យក្មេងដ៏ឆ្លាតនោះបានតាក់ទងខ្ញុំគាត់បានពិនិត្យឯកសារទាំងអស់ដែលខ្ញុំបានប្រគល់ឲ្យច្បាប់ចម្លងឆន្ទៈលិខិតអាពាហ៍ពិពាហ៍សេរីហើយអ្វីដែលសំខាន់បំផុតគឺសម្លេងថតពី flash drive អ្នកស្រីធារីគឺជាមនុស្សពូកែម្នាក់ច័ន្ទដារិចនិយាយសម្លេងរបស់គាត់ពោពេញទៅដោយការកោតសរសើរពេលយើងនិយាយតាមទូរស័ព្ទដែលមានសុវត្ថិភាពឆន្ទៈនោះត្រូវបានចុះបញ្ជីនិងកែប្រែតែប៉ុន្មានថ្ងៃបន្ទាប់ពីអាពាហ៍ពិពាហ៍សេរីរបស់អ្នកសុធានិងលីដាគិតថាពួកគេអាចលុបចោលអាពាហ៍ពិពាហ៍នោះបានយ៉ាងងាយស្រួលដោយសារស្ថានភាពរបស់អ្នកក្នុងនាមជាពលករខ្មែរប៉ុន្តែពួកគេខុសត្រង់ណាខ្ញុំសួរនៅតែមានអារម្មណ៍ដូចជាជនរងគ្រោះអាពាហ៍ពិពាហ៍សេរីទោះបីជាសម្ងាត់ក្នុងក្រសែភ្នែកច្បាប់សាសនានៅទីនេះនៅតែស្របច្បាប់ជាពិសេសប្រសិនបើមានសាក្សីនិងអ្នកគ្រប់គ្រងដែលធារីបានរៀបចំយ៉ាងយកចិត្តទុកដាក់ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតដារិចសង្កត់ធ្ងន់ធារីដឹងច្បាស់ពីអ្វីដែលនឹងកើតឡើងការចោទប្រកាន់ការបោកប្រាស់ការបង្ខិតបង្ខំនិងការនិរទេសនោះទាំងអស់ត្រូវបានគាត់បញ្ចូលក្នុងការកញ្ញារបស់គាត់រួចហើយដារិចបន្ទាប់មកបានពន្យល់ផ្នែកដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនៃផែនការធារីមិនបានបញ្ចូលអ្នកជាអ្នកស្នងមរតកសំខាន់ទេគ្រាន់តែដោយសារការសងសឹកនាងបានធ្វើវាព្រោះនាងត្រូវការនរណាម្នាក់ដែលនឹងត្រូវបានបង្ខំទៅតុលាការដើម្បីការពារឆន្ទៈនោះនរណាម្នាក់ដែលដោយសារការគំរាមកំហែងនិរទេសពិតប្រាកដនឹងតស៊ូយ៉ាងអស់ពីកម្លាំងហើយអ្នកច័ន្ទដាជាមួយភាពងាយរងគ្រោះទាំងអស់របស់អ្នកគឺជាអ្នកប្រយុទ្ធដែលមានកម្លាំងចិត្តបំផុតដែលនាងអាចរកបានខ្ញុំនៅស្ងៀមបេះដូងខ្ញុំលោតញាប់ខ្ញុំចាប់ផ្ដើមឃើញប្លង់ធំនោះអាពាហ៍ពិពាហ៍បង្ខំនោះគឺជាអន្ទាក់ត្រឡប់ដ៏ល្អឥតខ្ចោះធារីដឹងថាប្រសិនបើនាងជ្រើសរើសសាច់ញាតិជិតស្និទ្ធជាអ្នកស្នងមរតកនោះសាច់ញាតិនោះនឹងត្រូវបានគំរាមកំហែងឬបង់សំណូកដោយសុធានិងលីដាប្រសិនបើនាងជ្រើសរើសមូលនិធិសប្បុរសធម៌លីដានិងសុធា
នឹងរកឃើញចន្លោះប្រហោងច្បាប់អស់ជាច្រើនឆ្នាំដើម្បីប្តឹងនាងទោះយ៉ាងណាជាមួយខ្ញុំជាពលករខ្មែរដែលមានឋានៈអាពាហ៍ពិពាហ៍សេរីដែលភ័យស្រួយនឹងការគំរាមកំហែងនិរទេសដែលព្យួរសុធានិងលីដានឹងត្រូវបានតម្រូវឲ្យនាំខ្ញុំទៅតុលាការដើម្បីលុបចោលអាពាហ៍ពិពាហ៍ហើយនៅតុលាការនោះហើយដែលខ្ញុំមានការការពារផ្នែកច្បាប់ដាច់ខាតដើម្បីលាតត្រដាងភស្តុតាងឧក្រិដ្ឋកម្មរបស់ពួកគេទាំងអស់ចាប់ពីទានានុវត្តន៍រហូតដល់សម្លេងថតដែរធីរីបានរៀបចំខ្ញុំមិនមែនជាកូនអុកទេខ្ញុំជាគ្រាប់បែកខ្ញុំជាអ្នកបង្កហេតុដែលបង្ខំជំលោះទៅកាន់ឆាកច្បាប់ដែលមានសុវត្ថិភាពដែលការពិតមិនអាចត្រូវបានបិទបាំងដោយការគំរាមកំហែងតាមផ្លូវឬសំណូកខ្ញុំនឹកឃើញការអាម៉ាស់របស់ធីរីការប្រព្រឹត្តអាក្រក់របស់នាងនោះមិនមែនគ្រាន់តែដើម្បីរក្សាខ្ញុំឲ្យនៅមានឋានៈទាបប៉ុណ្ណោះទេប៉ុន្តែក៏ដើម្បីបញ្ចុះបញ្ចូលលីដានិងសុធាថាខ្ញុំគ្រាន់តែជាឧបករណ៍ដែលងាយស្រួលបំផ្លាញពួកគេផ្ដោតខ្លាំងពេកទៅលើរបៀបបំផ្លាញឧបករណ៍នោះរហូតដល់ពួកគេខ្វាក់ចំពោះអំណាចច្បាប់ដែរធីរីបានផ្ដល់ឲ្យខ្ញុំកំហឹងរបស់ខ្ញុំចំពោះធីរីស្រាប់តែប្រែទៅជាការកោតសរសើរដ៏ត្រជាក់នាងគឺជាមេអុកនាងសុកចិត្តក្លាយជាស្ត្រីដែលត្រូវបានគេអាម៉ាស់នឹងឈឺដើម្បីឈ្នះសង្គ្រាមចុងក្រោយរបស់នាងដូច្នេះអ្នកស្រីធីរីចេតនាដាក់ខ្ញុំជាគោលដៅដើម្បីឲ្យខ្ញុំហ៊ានតស៊ូឬខ្ញុំសួរសំឡេងរបស់ខ្ញុំស្អកត្រូវហើយដារិចឆ្លើយនាងបានផ្ដល់ឲ្យអ្នកនៅទ្រព្យសម្បត្តិនិងធានាស្ថានភាពផ្លូវច្បាប់របស់អ្នកដើម្បីឲ្យអ្នកមានការលើកទឹកចិត្តដើម្បីលាតត្រដាងពួកគេស្ថានភាពរបស់អ្នកក្នុងនាមជាប្តីផ្ដល់សិទ្ធិឲ្យអ្នកប្តឹងផ្ដល់ការគំរាមកំហែងផ្ដល់ឲ្យអ្នកនៅការលើកទឹកចិត្តនាងធានាថាអ្នកជាប់ក្នុងរវាងការរត់គេចនិងការអត់ឃ្លាននៅខាងក្រៅឬការតស៊ូនឹងក្លាយជាមហាសេដ្ឋីខ្ញុំបិទភ្នែកអ្វីដែលពីដំបូងខ្ញុំគិតថាជាការឈឺចាប់គ្មានទីបញ្ចប់ឥឡូវនេះក្លាយជាផ្លូវកង់ទៅរកជ័យជំនះដ៏ធំប៉ុន្តែតម្លៃនៃជ័យជំនះនេះខ្ញុំដឹងថាគឺជាព្រលឹងដែលហត់នឿយរបស់ខ្ញុំនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំដែលត្រូវបានគេជន់ឈ្លីដារិចបន្ទាប់មកបានពិភាក្សាយុទ្ធសាស្ត្រសវនាការលុបចោលអាពាហ៍ពិពាហ៍នឹងត្រូវធ្វើនៅថ្ងៃស្អែកយើងនឹងប្រឈមមុខនឹងក្រុមច្បាប់ដ៏ខ្លាំងបំផុតរបស់ពួកគេយើងត្រូវតែរឹងមាំចាន់ដានៅទីនោះនៅចំពោះមុខចៅក្រមអ្នកលែងជាពលករខ្មែរទៀតហើយអ្នកគឺជាប្តីដែលស្របច្បាប់ដែលត្រូវបានគេបង្ខូចកេរ្តិ៍ឈ្មោះដោយគ្រួសារដែលពុករលួយខ្ញុំងក់ក្បាលការភ័យខ្លាចនៅតែមានប៉ុន្តែឥឡូវនេះវាលាយឡំជាមួយការតាំងចិត្តដ៏រឹងមាំខ្ញុំនឹងដើរចូលទៅក្នុងបន្ទប់សវនាការមិនមែនក្នុងនាមជាជនរងគ្រោះទេប៉ុន្តែក្នុងនាមជាអ្នកអនុវត្តចុងក្រោយនៃផែនការសងសឹករបស់ស្ត្រីមេម៉ាយដ៏ឆ្លាតម្នាក់ហ្គេមបានឈានដល់ចំណុចកំពូលខ្ញុំឈរនៅមាត់ទ្វារបន្ទប់សវនាការតុលាការសាសនាដោយស្លៀកឈុតដែរដារិចមេធាវីវ័យក្មេងដែលពោពេញដោយថាមពលរបស់ខ្ញុំបានរៀបចំខ្ញុំលែងមើលទៅដូចជាពលករខ្មែរទូទៅទៀតហើយខ្ញុំមើលទៅដូចជាបុរសដែលត្រៀមខ្លួនធ្វើសង្គ្រាមក្នុងវិស័យច្បាប់នៅក្នុងទ្រូងរបស់ខ្ញុំ Flash drive ដែលមានភស្តុតាងឧក្រិដ្ឋកម្មគ្រួសារត្រូវបានលាក់វាមានអារម្មណ៍ត្រជាក់និងធ្ងន់នៅម្ខាងទៀតនៃបន្ទប់អង្គុយសុធានិងលីដាដែលព័ទ្ធជុំវិញដោយជួរមេធាវីរបស់ពួកគេដែលឆ្មើងឆ្មៃនិងថ្លៃមុខរបស់ពួកគេពោពេញទៅដោយភាពជឿជាក់ពួកគេជឿថាការលុបចោលអាពាហ៍ពិពាហ៍សេរីជាមួយពលករបរទេសគឺជារឿងធម្មតាប៉ុណ្ណោះធីរីខ្លួនឯងមិនបានចូលរួមឡើយនាងនៅតែសម្រាប់ព្យាបាលនៅមន្ទីរពេទ្យសវនាការបានចាប់ផ្ដើមមេធាវីសុធាចាប់ផ្ដើមការវាយប្រហាររបស់គាត់ព្រះករុណាចៅក្រមមេធាវីនោះនិយាយដោយសំឡេងញ័រដោយសារអំណាចคล้ายយើងបានដាក់ពាក្យសុំលុបចោលអាពាហ៍ពិពាហ៍នេះនិងនិរទេសជនជាប់ចោទច័ន្ទដាយើងមានភស្តុតាងដែលមិនអាចប្រកែកបានថាច័ន្ទដាជាពលករបរទេសដែលមានស្ថានភាពងាយរងគ្រោះបានបង្ខំអ្នកស្រីធីរីដែលឈឺធ្ងន់ឲ្យរៀបការជាមួយគាត់ដើម្បីទទួលបានមរតកដែលមានតម្លៃសរុប100,000 លានរៀលពួកគេបានបង្ហាញហេតុផលរបស់ពួកគេអាពាហ៍ពិពាហ៍សេរីនោះមិនស្របច្បាប់ទេព្រោះគ្មានការយល់ព្រមដោយស្មោះហើយខ្ញុំបានបោកប្រាស់ធីរីពួកគេបានហៅអ្នកបម្រើមួយចំនួនដែលត្រូវបានគេបង់សំណូកដើម្បីធ្វើសាក្សីថាខ្ញុំជាអ្នកជីកមាសដែលមានមហិច្ឆតាខ្ញុំបានស្ដាប់អ្វីទាំងអស់នោះទប់កំហឹងដែលពុះកញ្ជ្រោល
ខ្ញុំជាជនរងគ្រោះដែលត្រូវបានគេបង្ខូចកេរ្តិ៍ឈ្មោះនៅទីសាធារណៈពេលដល់វេនរបស់ខ្ញុំ Derek បានដើរទៅមុខគាត់ស្ងប់ស្ងាត់ប៉ុន្តែបានបញ្ចេញនូវភាពជឿជាក់ដែលឆ្លងព្រះករុណា Derek ចាប់ផ្ដើមអាពាហ៍ពិពាហ៍នេះស្របច្បាប់ដែលមានសាក្សីនិងអ្នកគ្រប់គ្រងដែលអ្នកស្រីធីរីខ្លួនឯងបានរៀបចំប៉ុន្តែយើងមិនមែនគ្រាន់តែនៅទីនេះដើម្បីការពារអាពាហ៍ពិពាហ៍នោះទេយើងនៅទីនេះដើម្បីលាតត្រដាងការពិតថាហេតុអ្វីលោកសុធានិងអ្នកស្រីលីដាភ័យស្លន់ស្លោខ្លាំងក្នុងការលុបចោលអាពាហ៍ពិពាហ៍នេះ Derek សម្លឹងមកខ្ញុំនោះជាសញ្ញាដល់ពេលខ្ញុំក្រោកពីជនរងគ្រោះខ្ញុំបានក្រោកឈរសម្លឹងត្រង់ទៅសុធានិងលីដាតែឥឡូវនេះមើលទៅភ័យបន្តិចខ្ញុំនិយាយដោយប្រើភាពក្លាហានទាំងអស់ដែលនៅសល់ក្នុងខ្លួនខ្ញុំព្រះករុណាខ្ញុំនិយាយសំឡេងរបស់ខ្ញុំខ្លាំងនិងម៉ឺងម៉ាត់មិនមែនជាសំឡេងពលករខ្មែរដែលខ្លាចត្រូវនិរទេសទេខ្ញុំចាន់ដាមិនដែលជំរិតអ្នកស្រីធីរីឡើយផ្ទុយទៅវិញអាពាហ៍ពិពាហ៍នេះគឺជាទង្វើការពារដែលអ្នកស្រីធីរីបានស្នើសុំភាពវឹកវរបានកើតឡើងនៅជួរសុធាការជំទាស់នេះមិនពាក់ព័ន្ធទេមេធាវីរបស់ពួកគេស្រែកចៅក្រមវាយកូនសោបន្តអ្នកស្រីធីរីបានជ្រើសរើសខ្ញុំជាមនុស្សក្រៅដែលគ្មានចំណងឈាមឬអាជីវកម្មជាមួយគ្រួសារនេះព្រោះគាត់ដឹងថាគ្រួសារដែលទាមទារឲ្យលុបចោលអាពាហ៍ពិពាហ៍នេះបានប្រព្រឹត្តបាតុក្រិតទ្រង់ទ្រាយធំប្រឆាំងនឹងទ្រព្យសម្បត្តិរបស់គាត់អស់ជាច្រើនឆ្នាំពួកគេបានស៊ីមរតកនោះជាយូរមកហើយសុធាក្រោកឈរមុខរបស់គាត់ក្រហមឆ្អៅអ្នកកុហកនេះបង្កាច់បង្ខូចចាប់គាត់ Derek លើកដៃសុំឲ្យចៅក្រមផ្ដល់ឱកាសឲ្យខ្ញុំយើងមានភស្តុតាងព្រះករុណាខ្ញុំនិយាយដោយប្រគល់ flash drive នោះទៅមន្ត្រីភស្តុតាងដែលអ្នកស្រីធីរីខ្លួនឯងបានរៀបចំការថតនេះមានផ្ទុកនៅការខុបខិតគ្នារបស់លោកសុធានិងអ្នកស្រីលីដាដើម្បីក្លែងបន្លំរបាយការណ៍ហិរញ្ញវត្ថុក្រុមហ៊ុនប្តីចុងអ្នកស្រីធីរីកាលពីច្រើនឆ្នាំមុនបន្ទាប់មក Derek បានយកឯកសារសំខាន់ផ្សេងទៀតដែលយកពីទូដែកលិខិតសារភាពកំហុសពីអតីតនាយកផ្នែកហិរញ្ញវត្ថុឯកសារទាំងនេះដែលអ្នកស្រីធីរីបានលាក់បង្ហាញថាគាត់បានក្លាយជាជនរងគ្រោះនៃការជំរិតទារប្រាក់និងការគំរាមកំហែងពីគ្រួសាររបស់គាត់ផ្ទាល់អស់ជាច្រើនឆ្នាំមកហើយអាពាហ៍ពិពាហ៍របស់ខ្ញុំគឺជាការព្យាយាមចុងក្រោយរបស់គាត់ដើម្បីធានាថាមានសាក្សីឯករាជ្យម្នាក់ដែលនឹងត្រូវបានបង្ខំទៅតុលាការដើម្បីលាតត្រដាងភាពស្អុយរលួយរបស់ពួកគេពេលសំឡេងថតត្រូវបានចាក់មួយផ្លែតនៅក្នុងបន្ទប់សវនាការសំឡេងសុធានិងលីដាតែស្ងប់ស្ងាត់កំពុងនិយាយអំពីការបោកប្រាស់ភាគហ៊ុនបានបំពេញបន្ទប់ភាពស្ងៀមស្ងាត់ដ៏ស្លាប់បានគ្រប់ដណ្ដប់លើតុលាការសុធានិងលីដាមើលទៅបាក់បែកមិនមែនដោយសារឆន្ទៈនោះទេប៉ុន្តែដោយសារឧក្រិដ្ឋកម្មអតីតកាលរបស់ពួកគេដែលឥឡូវនេះត្រូវបានលាតត្រដាងពួកគេបានធ្លាក់ចូលក្នុងអន្ទាក់ដែលធីរីបានដាក់យ៉ាងយកចិត្តទុកដាក់ពួកគេបានទាមទារឲ្យលុបចោលអាពាហ៍ពិពាហ៍ដើម្បីការពារមរតកប៉ុន្តែដោយធ្វើដូច្នេះពួកគេបានបង្ខំអ្នកបង្កហេតុខ្ញុំឲ្យផ្ទុះគ្រាប់បែកសម្ងាត់របស់ពួកគេចៅក្រមបន្ទាប់ពីឃើញភស្តុតាងដែលមិនអាចប្រកែកបានអំពីការខុបខិតហិរញ្ញវត្ថុបានពន្យាពេលសវនាការអាពាហ៍ពិពាហ៍ហើយបានបញ្ជាឲ្យមានការស៊ើបអង្កេតពេញលេញចំពោះករណីបោកប្រាស់ដែលប្រព្រឹត្តដោយសុធានិងលីដាខ្ញុំមិនត្រឹមតែឈ្នះជុំដំបូងប៉ុណ្ណោះទេខ្ញុំបានជោគជ័យក្នុងការផ្លាស់ប្ដូរឋានៈរបស់ខ្ញុំនៅក្នុងបន្ទប់សវនាការខ្ញុំលែងជាជនជាប់ចោទដែលខ្លាចត្រូវនិរទេសទៀតហើយខ្ញុំជាសាក្សីសំខាន់ដែលលាតត្រដាងឧក្រិដ្ឋកម្មដែលត្រូវបានការពារដោយស្ថានភាពអាពាហ៍ពិពាហ៍ដែលឥឡូវនេះស្របច្បាប់ខ្ញុំបានងើបពីភក់ទៅជាអ្នកកាន់ការពិតសាលក្រមតុលាការបានមកដល់មួយសប្តាហ៍បន្ទាប់ពីរឿងភាគក្នុងបន្ទប់សវនាការជាមួយភស្តុតាងថតសម្លេងនិងឯកសារសារភាពកំហុសដែលយើងបានដាក់ជូនករណីសុធានិងលីដាបានផ្លាស់ប្ដូរពីដើមបណ្ដឹងទៅជាជនជាប់ចោទពួកគេត្រូវបានឃុំខ្លួនដើម្បីស៊ើបអង្កេតករណីបោកប្រាស់និងការខុបខិតគ្នាដ៏ធំជាងនេះសំណើលុបចោលអាពាហ៍ពិពាហ៍របស់យើងត្រូវបានបដិសេធដោយស្វ័យប្រវត្តិស្ថានភាពរបស់ខ្ញុំក្នុងនាមជាប្តីស្របច្បាប់របស់អ្នកស្រីធីរីហើយអ្វីដែលសំខាន់បំផុតគឺជាអ្នកស្នងមរតកសំខាន់ឥឡូវនេះស្របច្បាប់នៅក្នុងក្រសែភ្នែកច្បាប់ខ្ញុំបានឈ្នះការប្រយុទ្ធនោះខ្ញុំបានបំពេញបេសកកម្មសងសឹកធីរីទោះយ៉ាងណាជ័យជំនះនេះមានអារម្មណ៍ថាទេស្អាត
ពេលខ្ញុំចេញពីតុលាការអារម្មណ៍ធូរស្រាលនោះមិនបានមកដល់ឡើយអ្វីដែលខ្ញុំមានអារម្មណ៍គឺមានតែភាពហត់នឿយដ៏ត្រជាក់និងភាពទេស្អាតដែលនៅជាប់ព្រឹកបន្ទាប់ខ្ញុំបានទទួលដំណឹងថាអ្នកស្រីធីរីបានទទួលមរណភាពដោយស្ងប់ស្ងាត់នៅមន្ទីរពេទ្យក្នុងដំណេករបស់នាងពី3ម៉ោងបន្ទាប់ពីបានឬដំណឹងថាករណីច្បាប់របស់នាងបានជោគជ័យខ្ញុំបានទៅមើលបន្ទប់សាកសពរបស់នាងធីរីមើលទៅស្ងប់ស្ងាត់រួចផុតពីជំងឺនិងបន្ទុកទ្រព្យសម្បត្តិដែលសង្កត់សង្កិននាងខ្ញុំសម្លឹងមើលមុខរបស់នាងមុខដែលខ្ញុំតែងតែសម្លឹងមើលដោយការភ័យខ្លាចកំហឹងហើយឥឡូវនេះដោយការគោរពបន្តិចនាងគឺជាមេតបរបស់ខ្ញុំហើយនាងបានទៅបន្ទាប់ពីធានាថាជ័យជំនះរបស់នាងត្រូវបានធានាអរគុណអ្នកស្រីធីរីខ្ញុំដឹងថានាងមិនបានធ្វើរឿងនេះដើម្បីប្រយោជន៍ខ្ញុំទេប៉ុន្តែនាងបានផ្ដល់ឱកាសឲ្យខ្ញុំដែលខ្ញុំនឹងមិនដែលមានបន្ទាប់ពីពិធីបុណ្យសពដ៏ស្ងប់ស្ងាត់និងផ្លូវការដែលមានតែខ្ញុំនិងមេធាវីមួយចំនួនចូលរួមលិខិតឆន្ទៈធីរីត្រូវបានអានខ្ញុំច័ន្ទដាពលករខ្មែរទូទៅដែលធ្លាប់សម្អាតខ្វក់របស់នាងឥឡូវនេះបានទទួលមរតកជាផ្លូវការភាគច្រើននៃទ្រព្យសម្បត្តិតម្លៃរាប់រយពាន់លានរៀលនោះភាគហ៊ុនអចលនទ្រព្យនិងសាច់ប្រាក់ខ្ញុំបានក្លាយជាមហាសេដ្ឋីជាផ្លូវការពិភពលោកបានដាក់ឈ្មោះខ្ញុំថាជាបុរស Cinderella ជាពលករខ្មែរដែលមានសំណាងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលត្រូវបានគ្រប់គ្រងព្យាយាមបង្ហាញរឿងនេះជារឿងស្នេហាចម្លែកមួយដែលបិទបាំងល្បិចកលដ៏ឃោរឃៅនៅពីក្រោយវាDirect មេធាវីរបស់ខ្ញុំញឹមយ៉ាងធំយើងបានជោគជ័យច័ន្ទដាអ្វីទាំងអស់ជារបស់អ្នកអាចរស់នៅបាន10ដងកាន់តែហឺហាជាងសុធានិងលីដាជារៀងរហូតខ្ញុំកាន់ចិញ្ចៀនដែកនៅម្រាមដៃរបស់ខ្ញុំចិញ្ចៀនដែលជានិមិត្តរូបនៃការអាម៉ាស់និងចំណងឥឡូវនេះក្លាយជានិមិត្តរូបនៃជ័យជំនះខ្ញុំមានអ្វីទាំងអស់ខ្ញុំអាចទិញផ្ទះដ៏ប្រណីតនៅកន្លែងណាក៏បានខ្ញុំអាចនាំគ្រួសាររបស់ខ្ញុំទាំងមូលទៅក្រៅប្រទេសខ្ញុំអាចរស់នៅដោយសេរីដោយមិនចាំបាច់ជូតកម្រាលថ្មម៉ាបទៀតឡើយទោះយ៉ាងណាខ្ញុំមើលខ្លួនឯងក្នុងកញ្ចក់ភ្នែកនោះភ្នែកដែលតែងតែពោពេញទៅដោយការភ័យខ្លាចនិងការស្ដាប់បង្គាប់ឥឡូវនេះពោពេញទៅដោយភាពសោកសៅចម្លែកខ្ញុំបានបាត់បង់វ័យក្មេងដ៏សាមញ្ញរបស់ខ្ញុំសេចក្តីថ្លៃថ្នូរដែលធ្លាប់មានហើយអ្វីដែលសំខាន់បំផុតគឺខ្លួនឯងពិតប្រាកដរបស់ខ្ញុំដើម្បីទទួលបានទ្រព្យសម្បត្តិនេះខ្ញុំត្រូវតែក្លាយជាកូនអុកអ្នកកុហកនិងគោលដៅនៃការស្អប់ជ័យជំនះដ៏ថ្លៃនេះខ្ញុំបានធ្វើការសម្រេចចិត្តខ្ញុំនឹងមិនរស់នៅក្នុងវិមាននោះឡើយខ្ញុំនឹងមិនរីករាយនឹងទ្រព្យសម្បត្តិនៅកណ្ដាលអនុស្សាវរីយ៍ជូរចត់ឡើយខ្ញុំបានលក់ភាគច្រើននៃទ្រព្យសម្បត្តិអចលនទ្រព្យមរតកនោះខ្ញុំបានរក្សាទុកភាគហ៊ុនក្រុមហ៊ុនធីរីជួ Direct និងអាមៀដើម្បីគ្រប់គ្រងវាធានាថាលុយនោះមិនត្រូវបានលួចវិញឡើយខ្ញុំបានរៀបចំការផ្ញើប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់គ្រួសាររបស់ខ្ញុំធានាថាពួកគេរស់នៅប្រកបដោយផាសុកភាពអស់មួយជីវិតបន្ទាប់មកខ្ញុំបានទៅខ្ញុំឈរនៅប្រលានយន្តហោះប៉ុន្មានខែក្រោយមកខ្ញុំបានលុបចោលទិដ្ឋាការនិងលិខិតអនុញ្ញាតស្នាក់នៅចាស់របស់ខ្ញុំទាំងអស់ខ្ញុំដើរកាត់ច្រកទ្វារអន្តោប្រវេសន៍ជាមួយលិខិតឆ្លងដែនថ្មីរបស់ខ្ញុំក្នុងនាមជាបុរសសេរីដែលមានទ្រព្យសម្បត្តិមិនមែនក្នុងនាមជាពលករខ្មែរដែលភ័យស្រួយឡើយខ្ញុំមិនដឹងថាខ្ញុំនឹងទៅណាទេអឺរ៉ុបអាស៊ីខ្ញុំមើលទៅក្រោយទៅប្រទេសដែលខ្ញុំបានដូរសេចក្តីថ្លៃថ្នូររបស់ខ្ញុំជាមួយទ្រព្យសម្បត្តិខ្ញុំបានបោះចោលចិញ្ចៀនដែកនោះនៅក្នុងធុងសម្រាមប្រលានយន្តហោះវាបានបន្លឺសំឡេងតិចក្នុងភាពអ៊ូអរខ្ញុំបានចាក់ចេញពីមជ្ឈិមបូព្រាដោយយកលុយយ៉ាងច្រើននិងបទពិសោធន៍ជូរចត់ដែលបានផ្លាស់ប្ដូរខ្ញុំជារៀងរហូតខ្ញុំបានទទួលជ័យជំនះដ៏ធំប៉ុន្តែតម្លៃគឺការបាត់បង់មនុស្សជាតិរបស់ខ្ញុំនៅកណ្ដាលល្បិចកលនិងភាពឃោរឃៅខ្ញុំឡើងយន្តហោះការឈឺចាប់របស់ខ្ញុំបានចប់ហើយជីវិតរបស់ខ្ញុំក្នុងនាមជាច័ន្ទដាមហាសេដ្ឋីថ្មីទើបតែចាប់ផ្ដើមប៉ុន្តែខ្ញុំដឹងរឿងមួយខ្ញុំត្រូវតែរកខ្លួនឯងដែលបាត់បង់នៅកន្លែងណាមួយក្នុងពិភពលោកឆ្ងាយពីស្រមោលស្ត្រីមេម៉ាយខ្មែរដ៏ឆ្លាតនោះ